ជាដំបូងនេះនាងខ្ញុំសូមជូនព័ត៌មានប្រចាំថ្ងៃដែលមានមេត្តាដូចតទៅលោកថាកិត្យានឹងរាយការណ៍ពីបច្ចុប្បន្នភាពដែលថៃទម្លាក់គ្រាប់បែកចូលទឹកដីខ្មែរឈានចូលដល់ថ្ងៃទី19ឥណ្ឌាថ្កោលទោសថៃដែលបំផ្លាញរូបសំណាកព្រះវិស្ណុឬព្រះនារាយណ៍ថៃចាប់ខ្លួនពលរដ្ឋខ្មែរ3នាក់សាកសួរពីទីតាំងកងទ័ពកម្ពុជានិងសម្លាប់នគរបាលម្នាក់អ្នកសារព័ត៌មានថាការរដ្ឋបិទមិនអោយរាយការណ៍ពីព័ត៌មានពីសង្គ្រាមពុំចំណេញដល់ជាតិទេរួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតចាជាបន្តទៅទៀតនេះចានេះខ្ញុំសុជីវីសូមជូនព័ត៌មានទាំងនេះពិស្ដាចលនានាងជាទីមេត្រីយោធាថៃនៅតែបន្តឈ្លានពានវាយប្រហារចូលទឹកដីកម្ពុជាឈានចូលដល់ថ្ងៃទី19ហើយយោធាថៃបានបន្តបាញ់ផ្លោងនៅអាវុធធុនធ្ងន់ចូលទឹកដីខ្មែរកាន់តែជ្រៅដែលបណ្ដាលឲ្យពលរដ្ឋខ្មែរស្លាប់និងរបួសកើនឡើងជាបន្តបន្ទាប់ក្នុងពេលប្រឈមនឹងការឈ្លានពានពីប្រទេសថៃនេះពលរដ្ឋនិងអ្នកឃ្លាំមើលយល់ថារដ្ឋាភិបាលខ្មែរលំមដល់ពេលបើកលំហសេរីភាពនយោបាយនិងសេរីភាពបញ្ចេញមតិរួមទាំងសេរីភាពនយោបាយដើម្បីទប់ទល់នឹងការឈ្លានពានទាំងកម្រោលរបស់យោធាថៃចានៅយុគនេះចាលោកថាកិត្យានឹងរាយការណ៍ផ្ទាល់អំពីរឿងនេះជូនលោកអ្នកនាងចាជាមួយគ្នានេះនាងខ្ញុំក៏នឹងមានសម្ភាសផ្ទាល់មួយជាមួយនឹងលោករស់សថាដែលលោកជាប្រធានសម្ព័ន្ធអង្គការការពារសិទ្ធិមនុស្សដែលហៅកាត់ថាច្រាក់ចាលោករស់សថានឹងឡើងមកជជែកផ្ដោតសំខាន់ទៅលើផលប៉ះពាល់ទៅលើជនភៀសសឹកដែលជាជនស៊ីវិលរងផលប៉ះពាល់ពីការវាយប្រហារឈ្លានពានរបស់ថៃដែលពេលនេះពួកគាត់កំពុងរស់នៅក្នុងតំបន់ភៀសសឹកថាតើពួកគាត់មានស្ថានភាពយ៉ាងណាហើយមួយទៀតចាលោកនឹងក៏ជជែកដែរតកតទៅនឹងផលប៉ះពាល់នៃអាវុធគីមីចាគឺអាវុធដែលជាផ្សែងពុលដែលថៃបានទម្លាក់មកចូលក្នុងទឹកដីកម្ពុជាហើយមួយវិញទៀតចាយើងនឹងលើកឡើងពីស្ថានភាពនៃការរំបន្ទឹងការផ្សព្វផ្សាយព័ត៌មាននិងសេរីភាពរបស់ពលរដ្ឋចាសូមអញ្ជើញលោកអ្នកនាងកុំភ្លេចរងចាំតាមដានកិច្ចសម្ភាសនេះចាគឺកិច្ចសម្ភាសជាមួយលោករស់សថានៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះចលនានាងកញ្ញាជាទីមេត្រីចាតតងទៅនឹងស្ថានភាពរបស់ជនភៀសសឹកនេះចាអង្គការសង្គមស៊ីវិលដែលធ្វើការងារលើកកម្ពស់សិទ្ធិមនុស្សគាំទ្រសកម្មភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជានិងវេទិកាឆ្លើយតបមនុស្សធម៌ដែលហៅកាត់ជាភាសាអង់គ្លេសថា HRF ដែលចូលរួមជាមួយនឹងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយធ្វើការប៉ាន់ប្រមាណរួមគ្នាពីតម្រូវការបន្ទាន់របស់ពលរដ្ឋដែលជាជនភៀសសឹកការសិក្សានេះគឺដើម្បីកំណត់អាទិភាពផ្ដល់ជំនួយបន្ទាន់ដើម្បីឲ្យបានទាន់ពេលវេលានិងគាំទ្រទៅដល់ពលករដែលត្រឡប់មកពីប្រទេសថៃដើម្បីឲ្យពួកគេទទួលបានការងារនិងសេវាសង្គមចាំបាច់ព្រមទាំងធ្វើការវិភាគទៅលើផលប៉ះពាល់ផ្នែកសង្គមសេដ្ឋកិច្ចពលរដ្ឋជនភៀសសឹកនិងពលករត្រឡប់ពីប្រទេសថៃដើម្បីគាំពៀនិងរៀបចំផែនការស្ដារឡើងវិញសម្រាប់រយៈពេលខ្លីនិងមធ្យមចាលោកហុំចម្រើនមានសេចក្តីរាយការណ៍អំពីរឿងនេះជូនលោកអ្នកនាងដូចតទៅអង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោកសង្សានករណីសាទរចំពោះចំណាត់ការរបស់អង្គការសហប្រជាជាតិនៅកម្ពុជាដែលជួយទៅដល់ពលរដ្ឋកម្ពុជាកំពុងរងគ្រោះដោយសារតែភៀសខ្លួនទៅរកទីតាំងសុវត្ថិភាពលោកថាតាមពិតអង្គការសហប្រជាជាតិគួរតែជួយដល់ជនភៀសសឹកតាំងពីដំបូងខ្ញុំទទូចឲ្យរដ្ឋាភិបាលរួមទាំងអង្គការសហជីវជាតិនិងក៏អង្គការជាតិអន្តរជាតិនានាគប្បីកិច្ចសហការគ្នាឲ្យបានល្អហើយជាបន្ទាន់ក្នុងការជួយទៅដល់ជនរងគ្រោះដែលកំពុងភៀសសឹកដោយគ្មានផ្ទះសម្បែងគ្មានហេដ្ឋារចនាសម្ព័ន្ធក្នុងការរស់នៅជាពិសេសកុមារតូចៗត្រូវបានបាត់បង់ការរៀនសូត្រត្រូវបោះបង់ចោលការរៀនសូត្រហើយប្រជាពលរដ្ឋត្រូវបានបោះបង់ចោលលំនៅឋានអញ្ចឹងជាការរស់នៅក្នុងភាពរងទុក្ខវេទនាអង្គការសហប្រជាជាតិនៅកម្ពុជាបានបង្ហោះសារនៅលើ Facebook របស់ខ្លួននៅថ្ងៃនេះថាអង្គការសហប្រជាជាតិនៅកម្ពុជាព្រមទាំងវេទិកាឆ្លើយតបមនុស្សធម៌បានចូលរួមជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយដើម្បីធ្វើការប៉ាន់ប្រមាណរួមគ្នាអំពីតម្រូវការបន្ទាន់របស់ពលរដ្ឋភៀសសឹកអង្គការសហប្រជាជាតិនៅកម្ពុជាបានសរសេរទៀតថាក្រុមអង្គការចម្រុះនឹងធ្វើការដោយផ្ទាល់ជាមួយពលរដ្ឋភៀសសឹកនិងអាជ្ញាធរមូលដ្ឋានដើម្បីស្វែងយល់បន្ថែមអំពីតម្រូវការចាំបាច់និងបន្ទាន់ទាំងផ្នែកជំរកស្នាក់នៅអនាម័យទឹកស្អាតសុខភាពស្បៀងអាហារការអប់រំនិងការគាំពារអង្គការសហប្រជាជាតិលើកឡើងថាលទ្ធផលនៃការប៉ាន់ប្រមាណរួមគ្នានេះនឹងជួយដល់រដ្ឋាភិបាលកម្ពុជានិងដៃគូពាក់ព័ន្ធក្នុងការកំណត់អាទិភាពដើម្បីផ្ដល់ជំនួយពង្រឹងការសម្របសម្រួលនិងធានាដល់ការផ្ដល់ជំនួយទាន់ពេលវេលានិងសមស្របតាមស្តង់ដារជំនួយមនុស្សធម៌អង្គការសហប្រជាជាតិបានធ្វើការជាមួយរដ្ឋាភិបាលដើម្បីគាំទ្រដល់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃដើម្បីទទួលបានការងារនិងសេវាកម្មសង្គមចាំបាច់ដូចជាសេវាគាំពារសង្គម
អង្គការសហប្រជាជាតិក៏កំពុងជួយធ្វើវិភាគទៅលើផលប៉ះពាល់ផ្នែកសង្គមសេដ្ឋកិច្ចរបស់ពលរដ្ឋភាគតិចនិងពលករត្រឡប់មកពីប្រទេសថៃដើម្បីគាំទ្រដល់ការរៀបចំផែនការស្ដារឡើងវិញសម្រាប់រយៈពេលខ្លីនិងមធ្យមអង្គការសហប្រជាជាតិឲ្យដឹងបន្ថែមថាចាប់តាំងពីខែមិថុនាមកពលរដ្ឋភាគតិចប្រមាណជាង100,000នាក់ក្នុងខេត្តចំនួន7បានទទួលការគាំទ្រពីវេទិកាឆ្លើយតបមនុស្សធម៌និងអង្គការសហប្រជាជាតិផ្នែកអនាម័យទឹកស្អាតសុខភាពការអប់រំស្បៀងអាហារនិងជម្រកស្នាក់នៅជុំវិញបញ្ហានេះអង្គការការពារសិទ្ធិមនុស្សអាត់ហុករួមទាំងអង្គការសង្គមស៊ីវិលចំនួន182ស្ថាប័នបានចេញលិខិតរួមគ្នាមួយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រើប្រាស់កងកម្លាំងយោធាប្រដាប់អាវុធឈ្លានពាននិងរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិដែលបានប្រព្រឹត្តឡើងដោយរដ្ឋាភិបាលនិងយោធាថៃនៅក្នុងទឹកដីកម្ពុជាអាត់ហុកថាទង្វើទាំងនេះបង្កើតជាការបំពានធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិច្បាប់សិទ្ធិមនុស្សអន្តរជាតិនិងច្បាប់មនុស្សធម៌អន្តរជាតិព្រមទាំងបានបង្ហាញនូវការគំរាមកំហែងដោយផ្ទាល់ដល់ពលរដ្ឋស៊ីវិលសន្តិភាពក្នុងតំបន់និងនីតិសកលរីឯគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចេញលិខិតថ្កោលទោសដោយចាត់ទុកការវាយប្រហារមិនរើសគោលដៅរបស់យោធាថៃមកលើប្រទេសកម្ពុជាថាជាឧក្រិដ្ឋកម្មនៃការឈ្លានពានឧក្រិដ្ឋកម្មសង្គ្រាមឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងជាអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរផងដែរគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបញ្យល់ថាការប្រើកម្លាំងយោធាវាយប្រហារលើទឹកដីរដ្ឋអធិបតេយ្យមួយផ្សេងទៀតគឺជាឧក្រិដ្ឋកម្មនៃការឈ្លានពានរីឯការវាយប្រហារយ៉ាងទូលំទូលាយនិងជាប្រព័ន្ធលើជនស៊ីវិលទ្រព្យសម្បត្តិស៊ីវិលព្រមទាំងការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌គឺជាឧក្រិដ្ឋកម្មសង្គ្រាមនិងជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិគិតត្រឹមថ្ងៃទី25ខែធ្នូនេះគឺឈានចូលដល់ថ្ងៃទី19ហើយដែលយោធាថៃបានបន្តឈ្លានពានយ៉ាងកក្លិលមកលើទឹកដីកម្ពុជាអ្នកនាំពាក្យក្រសួងការពារជាតិអ្នកស្រីម៉ាលីសុជាតាឲ្យដឹងថាទង្វើឈ្លានពានយ៉ាងកម្រោលរបស់យោធាថៃបានធ្វើឲ្យជនស៊ីវិលស្លូតត្រង់កម្ពុជាស្លាប់កើនឡើងដល់31នាក់ហើយគិតត្រឹមម៉ោង9ព្រឹកថ្ងៃទី25ខែធ្នូខ្ញុំបាទហុំចម្រើនទូរទស្សន៍អាស៊ីសេរីពីរដ្ឋធានី Washington ចាលោកនាងកញ្ញាប្រិយមិត្តជាទីមេត្រីសេចក្តីរាយការណ៍ពីតំបន់អូស្មាច់នៅក្នុងខេត្តឧត្តរមានជ័យឯណោះឲ្យដឹងថាទាហានថៃបានចាប់ខ្លួនពលរដ្ឋស៊ីវិលខ្មែរចំនួន3នាក់ដោយចងស្លាប់សេកវាយដំធ្វើទារុណកម្មដើម្បីសួរពីទីតាំងយោធាកម្ពុជានិងបានបាញ់សម្លាប់មន្ត្រីនគរបាលម្នាក់ដែលចុះទៅដើរល្បាតនៅតំបន់រមណីយដ្ឋានអូស្មាច់នៅក្នុងខេត្តឧត្តរមានជ័យជនរងគ្រោះនិងមន្ត្រីសិទ្ធិមនុស្សចាត់ទុកទង្វើរបស់ទាហានថៃនេះថាជាអំពើឃោរឃៅអមនុស្សធម៌និងជាបទឧក្រិដ្ឋដែលប្រឆាំងនឹងមនុស្សជាតិពួកគេអំពាវនាវឲ្យសហគមន៍អន្តរជាតិត្រូវតែថ្កោលទោសនិងមានវិធានការទប់ស្កាត់ការវាយប្រហារឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជានេះចាលោកសេកបណ្ឌិតនឹងមានសេចក្តីរាយការណ៍អំពីរឿងនេះជូនលោកអ្នកនាងនៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះលោកនាងកញ្ញាជាទីមេត្រីជាមួយនឹងការចាប់ផ្ដើមផ្សាយទូរទស្សន៍អាស៊ីសេរីនេះយើងខ្ញុំក៏សូមអរគុណចំពោះភក្ដីភាពនិងការជឿជាក់របស់លោកអ្នកនាងលើសារព័ត៌មានឯករាជ្យសម្រាប់ប្រជាជនកម្ពុជាយើងនឹងរួមដំណើរជាមួយគ្នាក្នុងបេសកកម្មផ្ដល់និងទទួលព័ត៌មានពិតបាទសូមអញ្ជើញលោកអ្នកនាងកញ្ញាចូលទៅចុច follow នៅលើ Facebook ដែលមានអាសយដ្ឋាន www.facebook.com/tfa ខ្មែរនិង Subscribe លើ YouTube ដែលមានអាសយដ្ឋាន www.youtube.com/tfa ខ្មែរបាទសូមអរគុណចាលោកនាងជាទីមេត្រីចាចូលមកដល់ថ្ងៃទី19នៃការវាយប្រហារឈ្លានពានចូលទឹកដីខ្មែររបស់យោធាថៃនេះការគឺយោធាថៃនៅតែបន្តបាញ់ផ្លោមអាវុធធុនធ្ងន់គ្រប់ប្រភេទចូលកាន់តែជ្រៅនៅក្នុងទឹកដីកម្ពុជាចាដែលបណ្ដាលឲ្យពលរដ្ឋកម្ពុជាស្លាប់និងរបួសកើនឡើងជាបន្តបន្ទាប់ចានៅក្នុងពេលប្រឈមនឹងការឈ្លានពានពីប្រទេសថៃនេះពលរដ្ឋនិងអ្នកឃ្លាំមើលយល់ថារដ្ឋាភិបាលខ្មែរលំមដល់ពេលបើកលំហសេរីភាពនយោបាយចាសិទ្ធិសេរីភាពបញ្ចេញមតិនិងសេរីភាពនយោបាយសម្រាប់ពលរដ្ឋដើម្បីទប់ទល់នឹងការឈ្លានពានទាំងកម្រោលរបស់យោធាថៃនេះចាលោកថាកិច្ចនឹងមានសេចក្តីរាយការណ៍ផ្ទាល់ជូនលោកអ្នកនាងអំពីរឿងនេះនៅពេលបន្តិចទៀតចាលោកអ្នកនាងជាទីមេត្រីចាព័ត៌មានមួយទៀតចាគឺតាក់ទងទៅនឹងការរាយការណ៍ព័ត៌មាននិងការបញ្ចេញមតិតាក់ទងទៅនឹងស្ថានភាពដែលទាហានថៃកំពុងតែឈ្លានពានវាយប្រហារនៅកម្ពុជានេះអ្នកសារព័ត៌មានគឺជាអ្នកជំនាញផ្នែកសារព័ត៌មានលើកឡើងថាការដែលអាជ្ញាធររដ្ឋបិទអ្នកសារព័ត៌មានមិនឲ្យរាយការណ៍ឲ្យបានទូលំទូលាយនិងឯករាជ្យជុំវិញផលប៉ះពាល់នឹងការផ្ទុះសង្គ្រាមឈ្លានពានទឹកដីខ្មែរដោយយោធាថៃមកលើកម្ពុជាជាលើកទី2នេះគឺកំពុងតែធ្វើឲ្យខាតបង់ទៅវិញទេគឺមិនបានចំណេញទៅដល់ប្រទេសជាតិនោះទេចាលោកយ៉ងច័ន្ទតារាមានសេចក្តីរាយការណ៍អំពីរឿងនេះជូនលោកអ្នកនាងអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងអ្នកតាមដានស្ថានភាពនយោបាយកម្ពុជាលើកឡើងថារដ្ឋាភិបាលគួរតែបើកលំហសេរីភាពសារព័ត៌មាននិងសេរីភាពបញ្ចេញមតិដោយគ្មានការរឹតបន្តឹងពីព្រោះការរាយការណ៍ព័ត៌មានពិតនឹងជួយឲ្យរដ្ឋាភិបាលឆាប់ទទួលបានព័ត៌មាន
និងឆាប់បានជួយទៅដល់ប្រជាពលរដ្ឋដែលជួបទុក្ខលំបាកបានទាន់ពេលវេលានាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថាកម្ពុជាលោកណូវីប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី25ខែធ្នូថាចាប់តាំងពីយោធាថៃបានបើកការបាញ់ប្រហារលើកម្ពុជាជាលើកទី2អាជ្ញាធរកម្ពុជាបានសម្រួលឲ្យអ្នកសារព័ត៌មានទាំងក្នុងស្រុកនិងអន្តរជាតិចុះរាយការណ៍ពីផលប៉ះពាល់និងស្ថានភាពជនភេសជ្ជៈបានខ្លះដែរក៏ប៉ុន្តែលោកថាការរាយការណ៍ជុំវិញចំនួនព្រំដែននេះពុំសូវបានទូលំទូលាយនោះទេខណៈអ្នកសារព័ត៌មានខ្លះត្អូញត្អែថាពិបាកនៅក្នុងការចុះយកព័ត៌មានពីព្រោះមានការរឹតបន្តឹងពីអាជ្ញាធរលោកណូវីបន្តថាការរឹតបន្តឹងសេរីភាពសារព័ត៌មានទាំងស្ថាប័នអន្តរជាតិនិងស្ថាប័នសារព័ត៌មានឯករាជ្យកន្លងទៅកម្ពុជាពុំទទួលបានផលចំណេញដល់ប្រទេសជាតិនោះទេជាក់ស្ដែងលោកថាស្របពេលកម្ពុជាត្រូវបានយោធាថៃឈ្លានពានទឹកដីនោះគឺពុំសូវមានសារព័ត៌មានជាតិអន្តរជាតិរាយការណ៍បានទាន់ពេលវេលានិងស៊ីជម្រៅនោះឡើយគណៈភាគីជាសត្រូវមានប្រៀបជាងលើបណ្ដាញសារព័ត៌មានលោកបន្តថារដ្ឋាភិបាលគួរតែពិចារណាឡើងវិញហើយត្រូវបើកលំហទៅដល់អ្នកសារព័ត៌មានអាចរាយការណ៍ព័ត៌មានដោយឯករាជ្យនិងគ្មានការរឹតបន្តឹងអាជ្ញាធរក៏ដូចជារដ្ឋាភិបាលលោកគួរតែសម្រួលដើម្បីឲ្យអ្នកសារព័ត៌មានគាត់អាចធ្វើកិច្ចការងារនឹងបានពីព្រោះនៅពេលដែលអ្នកសារព័ត៌មានគាត់ធ្វើកិច្ចការងារនឹងបានគាត់អាចបង្ហាញទៅកាន់ពិភពលោកទាំងមូលអំពីអ្វីដែលវាពិតជាកើតមានឡើងជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាយើងជាជាងការរដ្ឋបတ်ហ្នឹងវាធ្វើឲ្យមានការសង្ស័យហើយនឹងមានចម្ងល់ពីសាធារណជនទូទៅទូរទស្សន៍អាស៊ីសេរីពុំអាចតាក់ទងអ្នកនាំពាក្យក្រសួងព័ត៌មានលោកទេពអាសនារិទ្ធដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី25ខែធ្នូទោះជាយ៉ាងណាលោកទេពអាសនារិទ្ធធ្លាប់ប្រាប់សារព័ត៌មានក្នុងស្រុកថាមិនថាអ្នកសារព័ត៌មាននិងអ្នកបង្កើតមាតិកានោះទេនៅពេលចុះយកព័ត៌មានដោយផ្ទាល់ពាក់ព័ន្ធទៅនឹងចំនួនកម្ពុជាថៃតាមព្រំដែនគឺត្រូវតែគោរពនៅក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឲ្យបានត្រឹមត្រូវលោកថាអ្នកសារព័ត៌មានត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាននិងដាក់ពាក្យស្នើសុំចុះយកព័ត៌មានជាមុនដើម្បីការពារសន្តិសុខជាតិនិងសុវត្ថិភាពក្នុងសហគមន៍ជុំវិញរឿងនេះអ្នកសារព័ត៌មានឯករាជ្យមួយចំនួនបានប្រាប់ទូរទស្សន៍អាស៊ីសេរីក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនិងសម្លេងថាតាំងពីកម្ពុជានិងថៃបានផ្ទុះអាវុធលើកទី1រហូតដល់លើកទី2នេះអាជ្ញាធរមូលដ្ឋានបានហាមឃាត់អ្នកសារព័ត៌មានយ៉ាងតឹងរ៉ឹងមិនឲ្យរាយការណ៍តាមតំបន់រងផលប៉ះពាល់ពីការទម្លាក់គ្រាប់បែករបស់យោធាថៃដោយសេរីនោះទេជាមួយគ្នានេះនៅតាមជំរំជនភេសជ្ជៈអាជ្ញាធរតែងតែសួរនាំអំពីគោលបំណងឈ្មោះស្ថាប័នសារព័ត៌មានអត្តសញ្ញាណប័ណ្ណកាតអ្នកសារព័ត៌មាននិងសួរនាំពាក់ព័ន្ធទៅនឹងអាជ្ញាប័ណ្ណព័ត៌មានដែលទទួលស្គាល់ពីក្រសួងព័ត៌មានអ្នកសារព័ត៌មានមួយចំនួនដែលពុំបានឆ្លើយតបនិងបង្ហាញពីគោលបំណងជាទីពេញចិត្តដែលអាជ្ញាធរត្រូវការនោះពុំត្រូវបានអនុញ្ញាតឲ្យចុះផ្តិតយករូបភាពនិងប្រមូលព័ត៌មាននៅទីនោះឡើយបើទោះបីជាកន្លែងទាំងនោះគឺជាតំបន់ជនស៊ីវិលនិងជាជំរំជនភេសជ្ជៈក្តីរីឯតំបន់ខ្លះទៀតអាជ្ញាធរតម្រូវឲ្យអ្នកសារព័ត៌មានត្រូវដាក់ពាក្យស្នើសុំពីក្រសួងព័ត៌មានជាមុនសិនករណីនេះធ្វើឲ្យអ្នកសារព័ត៌មានខ្លះពុំចង់ចុះយកព័ត៌មានដោយផ្ទាល់នោះឡើយតែកតិនទៅនឹងរឿងនេះអ្នកស្រាវជ្រាវខាងការវិវត្តសង្គមបណ្ឌិតមាសនេះលើកឡើងថានៅក្នុងប្រទេសលោកសេរីនៅពេលមានសង្គ្រាមគេតែងតែឲ្យអ្នកសារព័ត៌មានមានលទ្ធភាពគ្រប់គ្រាន់អាចប្រមូលព័ត៌មានដោយសេរីនិងគ្មានការរឹតបន្តឹងចំណែកនៅក្នុងប្រទេសកុម្មុយនីសវិញលោកថាគេតែងតែលាក់បាំងព័ត៌មាននិងហាមមិនឲ្យអ្នកសារព័ត៌មានផ្សាយពីសកម្មភាពសមរភូមិសង្គ្រាមនោះទេពីព្រោះពួកគេចូលចិត្តបោកប្រាស់កុហកនិងសម្លាប់មនុស្សឃោរឃៅបណ្ឌិតមាសនេះលើកឡើងទៀតថានៅក្នុងសង្គ្រាមកម្ពុជាថៃនេះអាជ្ញាធរមិនគួររឹតបន្តឹងអ្នកសារព័ត៌មានពេកនោះទេប៉ុន្តែត្រូវលើកទឹកចិត្តឲ្យមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយទាំងវិជ្ជមាននិងអវិជ្ជមានក្នុងគោលដៅផលប្រយោជន៍រួមកន្លែងខ្លះក៏គិតដែរថាតម្រៃងាប់មិនអាចយកជាងអីទៅបាំងទេចឹងកន្លែងណាដែលមិនសមបាំងត្រូវជួយឲ្យគេឯងដឹងទៅក៏មិនល្អម្យ៉ាងដែរបើកុំឲ្យថាខំបាំងដែរប៉ុន្តែដល់ពេលរឿងហ្នឹងវាមិនល្អវានៅតែជះក្លិនមិនល្អថ្ងៃក្រោយទៅដែរវាជះផលត្រឡប់ហ្នឹងវាត្រឡប់មករកអ្នកទទួលខុសត្រូវវិញទេវាអត់មានទៅណាឆ្ងាយទេបាទទន្ទឹមនឹងការរឹតបន្តឹងផ្នែកសារព័ត៌មាននេះប្រជាពលរដ្ឋនិងអ្នកតាមដានបញ្ហាសង្គមនៅតែមានចម្ងល់ជុំវិញសង្គ្រាមកម្ពុជាថៃខណៈមកទល់ពេលនេះអាជ្ញាធរកម្ពុជាពុំទាន់បានបង្ហាញនៅឡើយទេថាតើមានតំបន់ណាខ្លះត្រូវបានយោធាថៃគ្រប់គ្រងនិងតំបន់ណាខ្លះដែលកម្ពុជាដណ្ដើមយកមកវិញជាមួយគ្នានោះគេសង្កេតឃើញថាអាជ្ញាធរថៃតែងតែប្រកាសអំពីចំនួនទាហានថៃស្លាប់ក៏ប៉ុន្តែខាងកម្ពុជាវិញពុំមានការប្រកាសឡើយដែលធ្វើឲ្យក្រុមគ្រួសារកងទ័ពមិនស្ងប់ចិត្តខណៈថៃបន្តបាញ់ប្រហារកម្ពុជាកាន់តែខ្លាំងទាំងជើងអាកាសនិងជើងគោកម្យ៉ាងវិញទៀតនៅក្នុងពេលយោធាថៃកំពុងឈ្លានពានកម្ពុជានេះគេបែរជាឃើញមានសារបែកធ្លាយមួយរបស់លោកហ៊ុនសែននៅលើបណ្ដាញសង្គម Facebook និយាយពីការគំរាមកំហែងចាប់ប្រជាពលរដ្ឋដាក់គុកប្រសិនបើហ៊ានរិះគន់ពីចំណុចអវិជ្ជមាននៃការដឹកនាំរបស់លោកនិងនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតដោយគ្មានការលើកលែងជាមួយគ្នានេះលោកហ៊ុនសែនហាក់ពុំខ្វល់ទៅនឹងការអំពាវនាវរបស់ប្រជាពលរដ្ឋដែលចង់ឲ្យមានការបង្រួបបង្រួមជាតិឡើងវិញតាមរយៈការដោះលែងអ្នកទោសនយោបាយសកម្មជនសង្គមសកម្មជនបរិស្ថាននិងសកម្មជនសិទ្ធិមនុស្សដើម្បីសាមគ្គីជាតិនៅក្នុងការការពារនិងទប់ទល់សត្រូវឈ្លានពានទឹកដីនៅចំពោះមុខនៅឡើយទេខ្ញុំយ៉ងច័ន្ទតារាទូរទស្សន៍អាស៊ីសេរី Washington ចាលោកនាងជាទីមេត្រីចានៅថ្ងៃនេះកិច្ច
ប្រជុំរដ្ឋលេខាធិការដ្ឋាននៃគណៈកម្មការព្រំដែនទូទៅកម្ពុជាថៃដែលហៅកាត់ថា GBC បានឈានចូលដល់ថ្ងៃទី2ហើយចាអ្នកឃ្លាំមើលបារម្ភថានៅក្រៅកិច្ចប្រជុំនេះយោធាថៃនឹងនៅតែបន្តកាន់កាប់ទឹកដីមួយផ្នែករបស់កម្ពុជានៅតំបន់ព្រំដែនដែលយោធាថៃបានដណ្ដើមពីកម្ពុជាពួកគាត់យល់ឃើញថានៅក្នុងកិច្ចប្រជុំនេះភាគីកម្ពុជាគួរតែចរចាជាមួយភាគីថៃឲ្យអនុវត្តបទឈប់បាញ់ជាមុនសិនចំណែកបញ្ហាកំណត់ព្រំប្រទល់គួរតែដោះស្រាយបញ្ហានេះតាមរយៈយន្តការច្បាប់អន្តរជាតិចាលោកទីនសការីយ៉ានឹងមានសេចក្តីរាយការណ៍អំពីរឿងនេះជូនលោកអ្នកនាងនៅពេលបន្តិចទៀតនេះចាលោកអ្នកនាងជាទីមេត្រីក្រសួងការបរទេសឥណ្ឌានិងអ្នកនយោបាយឥណ្ឌាចេញមកថ្កោលទោសចំពោះទង្វើរបស់ក្រុមទាហានថៃដែលបានប្រើគ្រឿងចាក់បុកកំទេចរូបសំណាកអាទិទេពព្រះនរាយណ៍ឬក៏ព្រះវិស្ណុនៅក្នុងសាសនាហិណ្ឌូដែលបានសាងសង់ឡើងដោយទាហានខ្មែរស្ថិតនៅក្នុងតំបន់អានសេះខេត្តព្រះវិហារឥណ្ឌាចាត់ទុកថានេះគឺជាទង្វើដែលបង្កឲ្យមានការឈឺចាប់និងខ្វះការគោរពដល់សាសនាចាលោកថាថៃចាំមានសេចក្តីរាយការណ៍អំពីរឿងនេះដូចតទៅក្រសួងការបរទេសឥណ្ឌាបានលើកឡើងថាខ្លួនបានឃើញពីសកម្មភាពនៃការកំទេចរូបសំណាកអាទិទេពព្រះវិស្ណុនៃសាសនាហិណ្ឌូដោយកងទ័ពប្រទេសថៃស្ថិតនៅតំបន់អានសេះខេត្តព្រះវិហារហើយថាសកម្មភាពបែបនេះមិនគួរឲ្យកើតឡើងនោះទេបើទោះបីជាតំបន់នោះកំពុងមានការប្រយុទ្ធគ្នាក៏ដោយសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាចេញផ្សាយកាលពីថ្ងៃទី24ខែធ្នូបានបន្តថាសកម្មភាពគ្មានការគោរពពីសំណាក់កងទ័ពថៃនេះកំពុងធ្វើឲ្យមានការឈឺចាប់សម្រាប់សាសនិកនៃសាសនាហិណ្ឌូនៅជុំវិញពិភពលោកឥណ្ឌាបានគូបញ្ជាក់ថាពុទ្ធរូបនិងអាទិទេពនៅក្នុងសាសនាហិណ្ឌូត្រូវបានប្រជាពលរដ្ឋនៅក្នុងតំបន់គោរពបូជាយ៉ាងជ្រាលជ្រៅដែលចាត់ទុកថាជាផ្នែកមួយនៃបេតិកភណ្ឌអរិយធម៌រួមទាំងអស់គ្នាចំណែកអតីតសមាជិកសភាឥណ្ឌាម្នាក់គឺលោកវិជ្ជយាស័យរ៉េឌីក៏បានសរសេរបង្ហោះលើបណ្ដាញសង្គម X ដែរថានេះគឺជាទង្វើមួយដែលមិនអាចទទួលយកបានចំពោះការបំផ្លាញរូបសំណាកព្រះអាទិទេពពីព្រោះជាការវាយប្រហារលើជំនឿនិងបេតិកភណ្ឌនិងបង្ហាញពីការមិនគោរពទៅដល់សាសនាលោកបន្តដោយដកស្រង់នៅពាក្យស្លោកមួយថាគ្មានសាសនាណាមួយអាចធ្វើឲ្យមានសន្តិភាពតាមរយៈការបំផ្លាញចោលនៅជំនឿរបស់អ្នកដទៃឡើយក្រោយមានប្រតិកម្មពីរដ្ឋាភិបាលឥណ្ឌានាយករដ្ឋមន្ត្រីចាំប្រទេសថៃលោកអនុទានច័ន្ទវរៈគុលបានប្រតិកម្មថារូបសំណាកព្រះអាទិទេពនៅតំបន់អានសេះនោះមិនស្មើនឹងជើងរបស់ទាហានថៃដែលបានបាត់បង់បន្ទាប់ពីដើរចូលរំលោភដីខ្មែរហើយជន់គ្រាប់មីននៅសល់ពីសម័យសង្គ្រាមស៊ីវិលនោះទេនៅក្នុងសង្គ្រាមឈ្លានពានលើកម្ពុជាកងទ័ពថៃក៏បានបាញ់កំទេចប្រាសាទតាក្របីធ្វើឲ្យបាត់បង់រូបរាងដើមស្ទើរទាំងស្រុងនិងបំផ្លាញផ្នែកខ្លះនៃទូប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកនិងកាលពីពេលថ្មីៗនេះកងទ័ពថៃក៏បានកំទេចអគារដែលជាជំនួយរដ្ឋាភិបាលឥណ្ឌាសម្រាប់ជួសជុលអភិរក្សនៅតំបន់ប្រាសាទព្រះវិហារដែរអង្គការ UNESCO បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្វើឲ្យប៉ះពាល់ឬបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកនៅក្នុងសង្គ្រាមឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជានិងបានក្រើនរំលឹកគ្រប់ភាគីទាំងអស់ពីកាតព្វកិច្ចនិងការបដិញ្ញាចិត្តគោរពច្បាប់អន្តរជាតិជាពិសេសអនុសញ្ញាទីក្រុងឡាអេឆ្នាំ1954ស្តីពីការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ក្នុងពេលមានចំនួនប្រដាប់អាវុធខ្ញុំថាថៃពីទីក្រុងមែលប៊នចាលោកនាងកញ្ញាជាទីមេត្រីចានៅពេលបន្តិចទៀតនេះចាលោកថាថៃនឹងឡើងមករាយការណ៍ផ្ទាល់ពីយោធាថៃនៅតែបន្តឈ្លានពានចូលកម្ពុជាចាឈានចូលដល់ថ្ងៃទី19ហើយចានៅក្នុងការឈ្លានពានរបស់យោធាថៃនេះចាយោធាថៃបន្តបាញ់ផ្លោងអាវុធធុនធ្ងន់គ្រប់ប្រភេទចាចូលជ្រៅចូលទឹកដីកម្ពុជាដែលបណ្ដាលឲ្យពលរដ្ឋខ្មែរស្លាប់និងរបួសកើនឡើងជាបន្តបន្ទាប់នៅក្នុងពេលដែលមានការឈ្លានពានពីប្រទេសថៃនេះចាពលរដ្ឋនិងអ្នកឃ្លាំមើលយល់ថារដ្ឋាភិបាលខ្មែរលំមដល់ពេលដែលបើកលំហសេរីភាពនយោបាយសេរីភាពបញ្ចេញមតិនិងសេរីភាពនយោបាយដើម្បីទប់ទល់នឹងការឈ្លានពានទាំងកំរោលរបស់យោធាថៃនេះចាលោកថាថៃនឹងឡើងមករាយការណ៍ផ្ទាល់អំពីរឿងនេះជូនលោកអ្នកនាងនៅពេលបន្តិចទៀតនេះចាលោកអ្នកនាងជាទីមេត្រីអ្នកឃ្លាំមើលបារម្ភថានៅក្រៅកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅរបស់កម្ពុជាថៃដែលហៅកាត់ថា GBC យោធាថៃអាចនឹងបន្តកាន់កាប់ទឹកដីមួយផ្នែករបស់កម្ពុជានៅតំបន់ព្រំដែនដែលយោធាថៃបានដណ្ដើមយកពីកម្ពុជាពួកគាត់យល់ឃើញថានៅក្នុងកិច្ចប្រជុំនេះភាគីកម្ពុជាគួរតែចរចាជាមួយភាគីថៃដើម្បីអនុវត្តបទឈប់បាញ់ជាមុនសិនចំណែកបញ្ហាដែលកំណត់ព្រំប្រទល់កម្ពុជាគួរតែដោះស្រាយបញ្ហានេះតាមរយៈយន្តការច្បាប់អន្តរជាតិចាលោកទីនសការីយ៉ារាយការណ៍អំពីរឿងនេះគិតមកដល់ពេលនេះភាគីកម្ពុជានិងថៃបានចូលរួមកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃហៅកាត់ថា GBC ដើម្បីដោះស្រាយវិវាទរឿងព្រំដែនចំនួន2ដងមកហើយប៉ុន្តែយោធាថៃនៅតែបន្តបាញ់ផ្លោងចូលទឹកដីកម្ពុជាគ្មានស្រាកស្រាននោះឡើយហើយបានចូលកាន់កាប់ក្នុងទឹកដីកម្ពុជាកាន់តែជ្រៅប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែននិងអន្តរប្រវេសន៍
នៃរដ្ឋាភិបាលឯករាជ្យ$23លោកអ៊ុំសំអានប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី25ខែធ្នូថាកិច្ចប្រជុំ GBC រវាងកម្ពុជានិងថៃហាក់ធ្វើឡើងដោយមិនស្មើភាពគ្នានោះទេដោយសារតែថៃដែលជាភាគីឈ្លានពានកំពុងតែមានប្រៀបលើសមរភូមិនិងកំពុងតែកាន់កាប់តំបន់មួយចំនួនក្នុងទឹកដីកម្ពុជាលោកបារម្ភថាក្នុងកិច្ចចរចានេះភាគីថៃអាចនឹងទាមទារតំបន់ដែលយោធាថៃបានវាយដណ្ដើមយកពីកម្ពុជានោះកាត់ចូលក្នុងទឹកដីថៃតតែខ្លួនបានគ្រប់គ្រងតំបន់ទាំងអស់ហ្នឹង100%ហើយបានថៃយល់ព្រមទៅលើបទច្បាញ់ព្រោះថៃចង់បានទឹកដីកម្ពុជានោះទៅតាមផែនទីខ្នាត1លើ50,000ដែលជាផែនទីគូដោយឯកតោភាគីកម្ពុជានិងថៃបានចាប់ផ្ដើមកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC កាលពីថ្ងៃទី24ខែធ្នូដែលរៀបចំនៅខេត្តច័ន្ទបុរីក្នុងទឹកដីថៃបន្ទាប់ពីភាគីថៃបានបដិសេធសំណើរបស់កម្ពុជាដែលចង់ឲ្យរៀបចំកិច្ចប្រជុំនៅម៉ាឡេស៊ីទោះជាណានៅក្នុងថ្ងៃបើកកិច្ចប្រជុំដំបូងភាគីទាំងពីរបានពិភាក្សាគ្នារយៈពេល30នាទីដោយមិនបានបង្ហាញពីលទ្ធផលនោះឡើយយ៉ាងណាមិញសម្រាប់កិច្ចប្រជុំនៅថ្ងៃទី2ដែលចាប់ផ្ដើមនៅព្រឹកថ្ងៃទី25ខែធ្នូនេះភាគីទាំងពីរបានជួបសន្ទនាគ្នាប្រហែលជា2ម៉ោងមុននឹងសម្រាកដើម្បីត្រៀមប្រជុំបន្តនៅម៉ោង3រសៀលក៏ប៉ុន្តែនៅពេលដល់វេលាដែលបានកំណត់ភាគីកម្ពុជាបានស្នើសុំពន្យាពេលចំនួន2ដងដោយអះអាងថាដើម្បីត្រួតពិនិត្យនិងរៀបចំឯកសារដែលភាគីថៃបានដាក់លក្ខខណ្ឌរហូតដល់ម៉ោង4រសៀលក្នុងនោះតំណាងកម្ពុជាបានមកជួបតំណាងថៃដើម្បីពិភាក្សាអំពីទីតាំងសម្រាប់រៀបចំកិច្ចប្រជុំពិសេសលើកទី3ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី27ខែធ្នូខាងមុខទោះជាបែបនេះក្តីភាគីថៃបានអះអាងថាប្រសិនបើការពិភាក្សារបស់ភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងលើចំណុចបច្ចេកទេសសំខាន់ៗមានដូចជាការដាក់ពង្រាយកងទ័ពនិងចំណុចនៃការផ្ដួចផ្ដើមដើម្បីបង្កើតឲ្យមានជាបទឈប់បាញ់នោះទេភាគីថៃនឹងមិនធ្វើកិច្ចប្រជុំ GBC និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅថ្ងៃទី27ខែធ្នូនោះឡើយទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការកិច្ចការព្រំដែនលោកឡាំជាដើម្បីសុំការបកស្រាយជុំវិញនឹងបញ្ហានេះបាននៅឡើយទេនៅថ្ងៃទី25ធ្នូប្រទេសថៃបានដាក់លក្ខខណ្ឌចំនួន3ដល់កម្ពុជាដើម្បីចរចាក្នុងបទឈប់បាញ់រួមមានឲ្យកម្ពុជាបញ្ឈប់ការបាញ់ប្រហារជាមុនហើយត្រូវធ្វើឡើងដោយពិតប្រាកដនិងជាក់លាក់និងចូលរួមសហការដើម្បីសម្អាតមីននៅតាមព្រំដែនជុំវិញនឹងរឿងនេះប្រធានអ្នកខ្លាំមើលកម្ពុជាលោកម៉ែនណាតយល់ឃើញថាកិច្ចប្រជុំ GBC នេះភាគីកម្ពុជាមិនគួរឯកភាពទៅលើលក្ខខណ្ឌតាមការចង់បានរបស់ភាគីថៃដើម្បីដូរយកសន្តិភាពដ៏ផុយស្រួយនេះបាននៅឡើយពីព្រោះកន្លងមកភាគីថៃមិនបានបំពេញតាមកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាជាមួយកម្ពុជានោះទេផ្ទុយទៅវិញភាគីថៃតែងតែប្រើលេសដើម្បីជួលឈ្លានពានកម្ពុជានិងយកប្រៀបលើសមរភូមិភាគីថៃសង្កត់ភាគីកម្ពុជាឲ្យទទួលស្គាល់យកលទ្ធផលនៃការចង់បានរបស់ថៃតែដោយសារភាគីកម្ពុជាមិនព្រមនឹងហើយដែលថៃនឹងបង្កសង្គ្រាមឲ្យម្ដងទៀតឥឡូវសង្គ្រប់បាញ់បហាលើប្រទេសកម្ពុជាកាន់តែខ្លាំងគណៈកម្មការព្រំដែនទូទៅកម្ពុជាថៃ GBC កំពុងតែជជែកគ្នាដើម្បីដោះស្រាយបញ្ហាចំនួននោះសេនាធិការយោធាថៃបានអះអាងថាយោធាថៃនៅតែបន្តប្រតិបត្តិការតាមគោលដៅដែលបានគ្រោងទុករហូតទាល់តែកម្ពុជាប្រកាសឈប់បាញ់មុនយ៉ាងណាក៏ដោយចុះក្រសួងការបរទេសកម្ពុជាធ្លាប់បានប្រកាសនៅក្នុងកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្ដីពីបច្ចុប្បន្នភាពស្ថានភាពកម្ពុជាថៃនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី22ខែធ្នូថាកម្ពុជាបានគោរពបទឈប់បាញ់ដែលភាគីថៃបានឯកភាពគ្នារួចមកហើយដោយកម្ពុជាបានជៀសវាងមិនឲ្យផ្ទុះអាវុធរយៈពេល24ម៉ោងក្រោយទទួលរងការវាយប្រហារពីសំណាក់យោធាថៃកាលពីថ្ងៃទី7ធ្នូអ្នកធ្លាប់មើលជំរុញឲ្យមេដឹកនាំកម្ពុជាគួរតែប្រើប្រាស់យន្តការច្បាប់អន្តរជាតិដើម្បីបញ្ឈប់ការឈ្លានពានរបស់យោធាថៃមកលើកម្ពុជាជាជាងការចរចាទ្វេភាគីដែលធ្វើឲ្យថៃជាភាគីឈ្លានពានអាចដាក់សម្ពាធមកលើកម្ពុជាតាមតែអំពើចិត្តដែលធ្វើឲ្យកម្ពុជាជាជនរងគ្រោះត្រូវទទួលរងភាពអយុត្តិធម៌ហើយនឹងខាតបង់ទឹកដីមួយផ្នែកថែមទៀតខ្ញុំបាទធីនសាការីយ៉ាស៊ីសេរីប្រធានីវ៉ាស៊ីនតោនចាលោកនាងជាទីមេត្រីនៅឯតំបន់អូស្មាច់ក្នុងខេត្តឧត្តរមានជ័យចាយោធាថៃបានចាប់ខ្លួនពលរដ្ឋស៊ីវិលខ្មែរចំនួន3នាក់ដែលបានចងស្លាប់សេកវាយដំធ្វើទារុណកម្មដើម្បីសួរពីទីតាំងយោធាកម្ពុជានិងបានបាញ់សម្លាប់មន្ត្រីនគរបាលម្នាក់ដែលចុះល្បាតនៅតំបន់រមណីយដ្ឋានអូស្មាច់នៅក្នុងខេត្តឧត្តរមានជ័យនេះចាជនរងគ្រោះនិងមន្ត្រីសិទ្ធិមនុស្សចាត់ទុកទង្វើរបស់ទាហានថៃថាខុសខើអមនុស្សធម៌និងជាបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិពួកគាត់អំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសនិងមានវិធានការទប់ស្កាត់ការវាយប្រហារឈ្លានពានយោធាថៃមកលើទឹកដីកម្ពុជានេះចាលោកសេកបណ្ឌិតនឹងមានសេរីរាយការណ៍អំពីរឿងនេះជូនលោកអ្នកនាងនៅពេលបន្តិចទៀតនេះចាជាបន្តទៅទៀតនេះចានេះខ្ញុំមានសម្ភារផ្ទាល់មួយជាមួយនឹងលោករស់សថាចាលោកដែលលោកជាប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាហៅកាត់ថាច្រាក់ចាយើងនឹងពិភាក្សាគ្នាផ្ដោតទៅលើចំណុចសំខាន់ចំនួន3គឺតាក់ទងទៅនឹងអំពើឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជាដែលចាត់ទុកថាជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិនិងជាបទឧក្រិដ្ឋ
ប្រឆាំងនឹងសង្គ្រាមផងនោះហើយមួយទៀតនោះគឺតាក់ទងទៅនឹងផលប៉ះពាល់ទៅលើជនភៀសសឹកនិងយោធាកម្ពុជាដោយសារតែថៃបានប្រើផ្សែងពុលហើយនឹងមួយចំណុចទៀតចាស់តាក់ទងទៅនឹងការបើកលំហសិទ្ធិសេរីភាពនិងការធានាសិទ្ធិសេរីភាពពលរដ្ឋនៅក្នុងការបញ្ចេញមតិការទទួលបានព័ត៌មាននៅក្នុងដំណាក់កាលដែលកម្ពុជាកំពុងទទួលរងការឈ្លានពានពីប្រទេសថៃនេះចានេះខ្ញុំបានឃើញលោករស់សថាហើយចាជំរាបសួរលោករស់សថាពីចម្ងាយចាបាទសូមជំរាបសួរបាទជំរាបសួរទូរទស្សន៍ស៊ីសេរីនិងប្រិយមិត្តយើងទាំងអស់បងប្អូនជុំវិញជាតិទាំងអស់សូមសួរសុខទុក្ខពិសេសបងប្អូនយើងនៅកំពុងតែរងគ្រោះនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃបាទចាអរគុណច្រើនលោករស់សថាក្រុមអង្គការសង្គមស៊ីវិលដែលជាដៃគូការងារជាមួយលោករស់សថានេះចាបានចេញសេចក្តីថ្លែងការណ៍កោតទោសចំពោះទង្វើរបស់យោធាថៃដែលបានបន្តឈ្លានពានចាទម្លាក់គ្រាប់បែកទៅលើតំបន់ដែលជាទីតាំងលំនៅឋានរបស់ពលរដ្ឋដែលជាជនស៊ីវិលហើយនឹងការប្រើប្រាស់អាវុធយុទ្ធភ័ណ្ឌគ្រប់ប្រភេទដែលធ្វើឲ្យប៉ះពាល់ដល់ជនស៊ីវិលជាពិសេសគឺការប្រើប្រាស់អាវុធដែលមានផ្សែងពុលឬក៏សារធាតុគីមីពុលនោះថែមទៀតផងមកដល់ពេលនេះសង្គ្រាមបានបន្តរហូតមិនឈប់ទេចាស់ជិត20ថ្ងៃហើយមិនមែនជាលើកទី1ទេការឈ្លានពាននេះគឺជាលើកទី2ទៅហើយក្រុមអង្គការសង្គមស៊ីវិលអាជ្ញាធររដ្ឋាភិបាលនិងភាគីពាក់ព័ន្ធប្រកាសណាគឺបានប្រមូលភស្តុតាងសពបែបយ៉ាងបានតាក់ទងទៅនឹងបទឧក្រិដ្ឋដែលថៃយោធាថៃនិងមេដឹកនាំថៃបានប្រព្រឹត្តមកលើកម្ពុជាតើហេតុអ្វីបានជាក្រុមអង្គការសង្គមស៊ីវិលអាជ្ញាធរពាក់ព័ន្ធនៅតែបន្តថ្កោលទោសហើយមិនឃើញមានចំណាត់ការណាមួយផ្លូវច្បាប់ដាក់ប្តឹងប្រឆាំងនឹងភាគីថៃនេះសោះចាលោករស់សថាបាទយើងជាអង្គការសង្គមស៊ីវិលយើងចូលទៅលើច្បាប់និងគោលការណ៍សិទ្ធិមនុស្សនិងច្បាប់អន្តរជាតិបាទច្បាប់សង្គ្រាមពាក់ព័ន្ធនឹងច្បាប់អន្តរជាតិទាក់ទងនឹងអាវុធគីមីគឺថាយើងអត់មានយោគយល់ទេបាទចំពោះបញ្ហាការរំលោភច្បាប់នៅក្នុងប្រទេសក្តីក្រៅប្រទេសក្តីគឺថាយើងតែងតែខ្វល់ខ្វាយយើងបានចេញនៅបទដ្ឋានរបស់យើងស្របតាមច្បាប់ទាំងអស់នោះហើយយើងតែងតែស្វែងរកនៅមធ្យោបាយគ្រប់បែបយ៉ាងតាមរយៈការភ្ជាប់អ្នកតំណងជាមួយគេហៅថា engagement តាមរយៈសកម្មភាពតស៊ូមតិរបស់យើងរួមទាំងការអប់រំផងដែរប៉ុន្តែយើងឃើញថាកន្លងមកនេះគឺតាមដែលខ្ញុំដឹងមិនផ្លូវការរដ្ឋាភិបាលក៏លោកបានកំពុងធ្វើក្នុងការប្រមូលភស្តុតាងរូបបែបយ៉ាងទាំងអស់បាទទាំងអាវុធគីមីទាំងអស់ហ្នឹងហើយក៏ប្រហែលជាអាចសហការជាមួយនឹងស្ថាប័នផ្លូវច្បាប់អន្តរជាតិផងដែរដូចជាអង្គការសហប្រជាជាតិបាទទាំងឡាយទាំងពួងស្ថាប័នគឺក៏ភ្នាក់ងារអង្គការសហជីវពាក់ព័ន្ធដើម្បីឆ្ពោះទៅរកការឲ្យមានយុត្តិធម៌ចំពោះប្រទេសកម្ពុជាទាំងប្រជាជនទាំងវិស័យបរិស្ថានទាំងកងទ័ពបាទដោយសារថាកងទ័ពកម្ពុជាក៏ត្រូវបានរំលោភសិទ្ធិដែរព្រោះថាការវិយុទ្ធការឈ្លានពានរបស់ថៃគឺក្នុងអធិបតេយ្យភាពរបស់កម្ពុជាដូច្នេះទេគឺជាកម្មវត្ថុដែលកងទ័ពកម្ពុជាក៏ត្រូវតែទទួលបានយុត្តិធម៌ពីបញ្ហានេះប៉ុន្តែក៏យើងក៏លេចមួយដែរគឺថាយន្តការអាស៊ានយន្តការសហជីវជាតិក៏មិនទាន់មានប្រសិទ្ធភាពខ្លាំងទេក្នុងការបញ្ឈប់នៅទង្វើដ៏កក្លឿនរបស់រដ្ឋាភិបាលថៃឬក៏កងទ័ពថៃមកចំពោះអតីតកម្ពុជានេះប្រហែលថាដោយសារយន្តការសម្របសម្រួលហ្នឹងវាមិនសូវមានប្រសិទ្ធភាពបាទហើយត្រូវការស្ដាប់គ្នាហើយបើសិនជាថៃមិនស្ដាប់អាហ្នឹងវាចេះតែមានតទៅទៀតដូច្នេះទេជាងបាននៅក្នុងសេចក្តីថ្លែងការណ៍របស់យើងក្នុងសេចក្តីលិខិតថ្កោលទោសរបស់យើងគឺថាយើងលើកទឹកចិត្តបាទឲ្យស្ថាប័នពាក់ព័ន្ធក៏ដូចជាប្រទេសហត្ថលេខីឬក៏យើងនិយាយឲ្យខ្លីទៅសហគមន៍អន្តរជាតិគឺថាត្រូវមានវិធានការឆ្លាតវៃណាឬក៏ច្នៃប្រឌិតបាទយើងមិនត្រូវទុកឲ្យគេហៅថាអំពើរំលោភអធិបតេយ្យភាពនិងសិទ្ធិមនុស្សនេះប្រព្រឹត្តទៅដោយស្រួលដោយមិនទទួលទោសទេបាទចានៅក្នុងបណ្ដាញសង្គម Facebook ចាលោករស់សថាក៏ប្រហែលជាដឹងដែរគឺយើងបានឃើញនៅទស្សនៈពីការប្តឹងផ្ដាល់បទឧក្រិដ្ឋឬក៏អំពើរំលោភបំពានចូលទឹកដីខ្មែររបស់ភាគីថៃយោធាថៃនេះចាគឺមានការលើកឡើងថាគឺជាពេលវេលាសមស្របហើយដែលអាជ្ញាធររដ្ឋាភិបាលគួរតែដាក់ប្តឹងហើយយើងដឹងដែរថាមានយុវជននៅក្រៅប្រទេសចាយុវជនដែលនៅខាងក្រៅប្រទេសអង្គការសង្គមនៅគុំស៊ីវិលនៅក្រៅប្រទេសនេះក៏ព្រួយដើមគំនិតប្តឹងរឿងនេះទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ចាដោយប្តឹងមេដឹកនាំថៃចាក្រមយោធាថៃដែលបានបំពេញមកចូលទឹកដីកម្ពុជានឹងប៉ុន្តែក៏មានការលើកឡើងដែរថាស្ថាប័នអន្តរជាតិនេះចាមិនមានឥទ្ធិពលនឹងបញ្ឈប់សង្គ្រាមទេប៉ុន្តែតើយើងចាំរហូតដល់តែមានស្ថាប័នដែលអាចបញ្ឈប់សង្គ្រាមចាំប្តឹងឬក៏យ៉ាងម៉េចចាលោករស់ថាបាទចំណុចទី1គឺខ្ញុំតែងតែគ្រប់ពេលខ្ញុំបញ្ចេញមតិជាស្ថាប័នក្តី
ជាមតិផ្ទាល់ខ្លួនក្តីជាក្រុមចម្រុះក្តីគឺខ្ញុំតែលើកទឹកចិត្តបាទឬក៏ជំរុញបាទឲ្យរដ្ឋាភិបាលរក្សានៅស្មារតីបាទស្មារតីមុតមមក្នុងការប្តឹងរដ្ឋាភិបាលថៃនិងបុគ្គលទាំងឡាយដែលពាក់ព័ន្ធបាទអាហ្នឹងគឺថាយើងទីមួយយើងទទួលស្គាល់ហើយថាយើងជាម្ចាស់ផ្ទះយើងជារដ្ឋក៏ត្រូវមានគេថាកណន័យភាព accountability ក្នុងការធ្វើយ៉ាងម៉េចឲ្យប្រទេសដែលឬក៏បុគ្គលដែលលោករបស់យើងគឺថាទទួលខុសត្រូវចំពោះច្បាប់អាហ្នឹងគឺថាយើងត្រូវតែធ្វើឲ្យខាងទៅបានហើយបាទអាហ្នឹងគឺថាជាកាតព្វកិច្ចដែលអញ្ចឹងបានថារដ្ឋាភិបាលដែលហៅថារដ្ឋាភិបាលលោកត្រូវមានកាតព្វកិច្ចហ្នឹងហើយខ្ញុំនឹងមិនជឿថាលោកមិនធ្វើហើយបើសិនជាលោកមិនធ្វើគឺថាប្រហែលជាប្រជាពលរដ្ឋរបស់យើងរួមទាំងអង្គការសង្គមស៊ីវិលអាចថាខកចិត្តប៉ុន្តែខ្ញុំស្ដាប់បានដំណឹងក្រៅផ្លូវការខ្លះគឺលោកកំពុងទទួលដែរប៉ុន្តែគាត់ថាយន្តការហ្នឹងវាមានប្រសិទ្ធភាពយ៉ាងណានោះគឺថាយើងអត់ទាន់ដឹងគាត់ដឹងថាដោយលោកស្រីមានប្រសាសន៍អញ្ចឹងគឺថាមិនទាន់មានឃើញប្រសិទ្ធភាពអីព្រាមបាទហើយអាហ្នឹងផ្នែកខាងរាជរដ្ឋាភិបាលហើយពាក់ព័ន្ធនឹងប្រជាពលរដ្ឋក៏លោកមានសិទ្ធិដែរទៅតាមយន្តការរបស់ICC គឺថាលោកក៏មានភារៈក្នុងការប្តឹងនៅអកតកម្មដូចនេះដែរហើយខ្ញុំសង្ឃឹមថាហើយផ្នែកខាងអង្គការសេដ្ឋកិច្ចជាតិក៏លោកមិនដឹងយ៉ាងម៉េចបានថាមកដល់ពេលនេះគឺថាអត់ទាន់មានប្រសិទ្ធភាពអីហើយក៏ការតំណែងអីជាមួយប្រទេសថៃក៏ខ្ញុំអត់បានលើដូច្នេះទេចំណុចមួយដែលខ្ញុំសូមជម្រាបជូនថាខ្ញុំអត់ដឹងថាតើបណ្ដឹងទាំងអស់នោះដែលរដ្ឋាភិបាលលោកបានមានប្រសាសន៍ថាបានដាក់ទៅហើយនោះបានដាក់ហើយនៅប៉ុន្តែក៏ខ្ញុំអត់មានជាអីផុសតាងដែរណាក្នុងសពថ្ងៃនេះគឺថានៅតែអត់ដឹងដែរប៉ុន្តែគាត់នៅថាយើងតែជំរុញឲ្យមានការបណ្ដឹងបាទចាលោករស់ថាលោកបានចុះទៅស្រាវជ្រាវផ្ទាល់ចុះទៅអង្កេតផ្ទាល់និងបានជួបជាមួយនឹងជនរងគ្រោះជាច្រើនដែលរងគ្រោះដោយសារតែអាវុធគីមីចាដែលយើងហៅធម្មតាថាផ្សែងពុលដែលទម្លាក់មកដោយទាហានថៃនោះចាតើមកដល់ពេលនេះចាអ្វីដែលលោកបានរកឃើញនោះមានទឹកតាំងគ្រប់គ្រាន់រឹងមាំដែរទេក្នុងការដាក់ប្តឹងប្រឆាំងភាគីថៃក្នុងការប្រើប្រាស់អាវុធគីមីដែលជាអាវុធនិយាយបានថាជាអាវុធហាមឃាត់នោះចាជាមូលដ្ឋានគឺថាព័ត៌មានដែលយើងទទួលបានហ្នឹងគ្រប់គ្រាន់សម្រាប់តុលាការអន្តរជាតិបាទក្នុងការចាត់វិធានការព្រោះយើងក៏ជាដើមមិនដឹងក៏មិនមែនថាបើសិនជាយើងប្តឹងក៏យើងមិនទាន់ថាគាត់តែមានទោសទេអ្វីជាការពិតដែរវាអាស្រ័យទៅលើអំណាចរបស់តុលាការអន្តរជាតិឬក៏ដូចជាមាន ICJ បាទដូចICJ ហ្នឹងគឺថាពាក់ព័ន្ធនឹងបញ្ហារឿងសារធាតុគីមីហ្នឹងដែលគាត់ថាគាត់មិនមានអំណាចក្នុងការបញ្ជាផ្ទាល់បាទឲ្យថៃសងមកកម្ពុជាទេប៉ុន្តែគាត់អាចមានសិទ្ធិចាត់បញ្ជាទៅគណៈងារអង្គការសហប្រជាជាតិស្ថាប័នអង្គការសហប្រជាជាតិដើម្បីទាឲ្យថៃសងយោងតាមសេចក្តីសម្រេចរបស់ ICJ បាទហ្នឹងគឺថាជាចំណុចដែលខ្ញុំចង់បញ្ជាក់ហើយជាថ្មីម្ដងទៀតគឺថាព័ត៌មានទាំងអស់ហ្នឹងគឺគ្រប់គ្រាន់សម្រាប់ពួកគាត់ក្នុងការទីមួយគឺបើកការស៊ើបអង្កេតបាទបើសិនជាយើងធ្វើការប្តឹងគឺគាត់ត្រូវមិនយកជាឯកសាររបស់យើងប៉ុណ្ណឹងដើម្បីហៅថាចោទប្រកាន់គេទេគឺថាគាត់មានកាតព្វកិច្ចមួយក្នុងការធ្វើការស៊ើបអង្កេតនៅពេលដែលស៊ើបអង្កេតហើយទីមួយគឺថាធ្វើឲ្យស៊ីជម្រៅបាទព្រោះរបាយការណ៍របស់ខ្ញុំក៏ទទួលស្គាល់ថាវាលក្ខណៈអាវុធគីមីក៏ខ្ញុំអត់ទាន់បានសិក្សាស្រាវជ្រាវច្បាស់លាស់ទេហ្នឹងគឺស្រាវលើគណៈកម្មការផ្នែកខាងអាវុធគីមីបាទអន្តរជាតិលោកត្រូវធ្វើឲ្យច្បាស់លាស់ខ្ញុំក៏ផ្ដល់ជាសញ្ញាឲ្យមានការព្រួយបារម្ភប៉ុន្តែយើងឃើញថាសញ្ញាមួយចំនួនហ្នឹងគឺថាបានបង្ហាញពីសក្តានុពលពីលទ្ធភាពនៃការប្រើប្រាស់អាវុធគីមីប៉ុន្តែសម្រាប់រដ្ឋាភិបាលខាងក្រសួងការពារជាតិលោកនិយាយពេញមាត់គឺថាថៃបានប្រើប្រាស់នៅសារធាតុគីមីជាង70មុខឯណោះបាទអញ្ចឹងប្រហែលជាលោកធ្វើការសិក្សាស្រាវជ្រាវបានអត់អន់ហើយដោយសហការមួយស្ថាប័នបច្ចេកទេសណាមួយនៃអន្តរជាតិបាទហើយអញ្ចឹងទេគឺថាភ្នាក់ងារពាក់ព័ន្ធគឺត្រូវសិក្សាបន្តទៀតយោងតាមសញ្ញាទាំងអស់ហ្នឹងហើយធ្វើឲ្យច្បាស់ហើយធ្វើការចោទប្រកាន់ទៅតាមផុសតាងជាក់ស្ដែងដែលគាត់បានរកឃើញប៉ុន្តែអ្វីដែលយើងរកឃើញគឺថាវិជាការព្រួយបារម្ភខ្លាំងហើយដែលថាឃើញថាជាបរិបទទាំងអស់ដែលប៉ះពាល់ពីបញ្ហាហ្នឹងគឺថាសារធាតុគីមីនេះគឺថាទទួលរងនៅភាពកើតមាននៅជំងឺបាទគឺថាកើតទៅថាធ្វើឲ្យសុខភាពគាត់ខ្សោយបាទខ្សោយហើយអាហ្នឹងខ្ញុំនិយាយសង្ខេបចុះខ្សោយហើយអនាគតទៅមុខទៀតគឺថាគាត់អាចនឹងរងនៅជំងឺរយៈពេលវែងបាទពោះសរីរាង្គបាទហើយការស្លាប់នៃអានេះខ្ញុំនិយាយសង្ខេបទេវាមានអាការៈច្រើនដែលយើងអាចនិយាយចែករំលែកនេះក៏ប៉ុន្តែខ្ញុំបានរៀបការកាលពីការធ្វើនៅរបាយការណ៍បឋមរួចហើយ
ការស្លាប់នៅសត្វស្រុកទង្គៀលមានឆ្កែឆ្មាមន់ទាលរហូតដល់ជ្រូកនោះបាទនឹងគឺជាសញ្ញាមួយទៀតដែលបង្ហាញឲ្យឃើញថាបញ្ហាហ្នឹងវាមានគ្រោះថ្នាក់ហើយអាចថាវាមានការផ្សារភ្ជាប់ជាមួយអាវុធគីមីហើយការធ្វើនៅតេស្តទឹកយើងឃើញថាមានការប្រែប្រួលនៅ pH បាទជាតិ pH នឹងរហូតដល់លើសពីកម្រិតដែលអាចប្រើប្រាស់បានគឺរហូតដល់ 9.9 ហើយបាទ 9.5 ដល់ 9.9 ដែលកម្រិតទឹកដែលអង្គការហ៊ូអនុញ្ញាតឲ្យទទួលទានត្រឹម pH ត្រឹមតែ 8.5 ទេតែឥឡូវវាឡើងហួសកំណត់ហើយយើងឃើញថានៅតំបន់មួយនៅអូស្មាច់បាទនៅស្រុកប្រទាយ7គឺនៅស្រុកថ្មដូនហ្នឹងគឺទឹកភ្លៀងអានេះខ្ញុំនិយាយពីទឹកភ្លៀងគឺមានបង្ហាញពីសារធាតុគេហៅថាអាលូមីញ៉ូមលើសកម្រិតដែរគឺថាធម្មតាវា 0.2 ទេតែដែលយើងបានរកឃើញគឺមានដល់ 3.0.31 អញ្ចឹងវាមានកម្រិតគ្រោះថ្នាក់ហើយអាហ្នឹងវាលៀងជាមួយអាវុធមួយគេហៅ white phosphorus គឺថា phosphor ពណ៌សតែ phosphor ពណ៌សនេះគេប្រើដើម្បីធ្វើការបំផ្លាញនៃជីវិតមនុស្សដោយកម្ដៅដោយសារធាតុគីមីអញ្ចឹងអាលូមីញ៉ូមហ្នឹងគេប្រើប្រាស់ដើម្បីបង្កើតកម្ដៅហ្នឹងអញ្ចឹងគឺថាឃើញថាវាមានការពាក់ព័ន្ធជាមួយនឹងអាវុធគីមីដែលប្រើប្រាស់គឺតែពិសេសគឺ white phosphorus ដែលថាมื้អនេះខ្ញុំចាត់ទុកជាកម្មវត្ថុដែលតុលាការក្តីអន្តរជាតិក្តីឬក៏ភ្នាក់ងារបច្ចេកទេសត្រូវសិក្សាបន្ថែមដើម្បីឲ្យឃើញច្បាស់ថាបញ្ហាហ្នឹងគឺជាកម្មវត្ថុដែលស្ថិតនៅក្រោមការហាម5របស់ច្បាប់អន្តរជាតិបាទចាដូច្នេះផលប៉ះពាល់ពីអាវុធគីមីនេះមិនមែនកើតមានតែភ្លាមនឹងទេវាផលប៉ះពាល់ទៅលើពលរដ្ឋភ្លាមទៅលើទាហាននឹងភ្លាមមែនប៉ុន្តែក៏មានផលប៉ះពាល់យូរអង្វែងទៅទៀតពីព្រោះវាប៉ះពាល់ទឹកវាប៉ះពាល់ទៅដល់អាកាសធាតុការប៉ះពាល់យ៉ាងវែងការគុំសេរីរាង្គហើយនឹងការឲ្យមានមីក្រូបក្នុងខ្លួនទៅតាមយើងសិក្សាវិភាគទៅតាមបច្ចេកទេសដែលយើងស្រាវជ្រាវបាទដែលជាកម្មវត្ថុដែលគ្រូពេទ្យឬក៏អាជ្ញាធរយើងត្រូវជួយសិក្សាស្រាវជ្រាវនិងចាត់វិធានការសុខាភិបាលយ៉ាងណាដើម្បីជួយស្ដារពួកគាត់និងអាចថាឈានទៅរកការព្យាបាលពួកគាត់កុំឲ្យជួបនៅបញ្ហានេះទៅក្នុងថ្ងៃអនាគតហើយអង្គការសិទ្ធិមនុស្សរបស់យើងពិសេសអង្គការច្រើនក៏មានបច្ចេកវិទ្យាមួយចំនួនចូលរួមចំណែកតែអាស្រ័យទៅលើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយគ្នាតើធ្វើយ៉ាងម៉េចយើងអាចជួយអីខ្លះបានហើយយើងក៏មានការបើកចំហដែរសហការគ្នាដែរប៉ុន្តែជឿថាលោកនិងសហការមួយយើងខ្ញុំដើម្បីជួយបញ្ហាប្រជាពលរដ្ឋរបស់យើងរួមទាំងកសិកម្មបរិស្ថានសុខភាពនោះនិងសត្វទាំងឡាយបាទវាពាក់ព័ន្ធគ្នាតែម្ដងបាទចាលោករស់ថាចាយើងងាកចេញពីរឿងផ្សែងពុលនឹងមកទៅជែកគ្នាតាក់ទងនឹងស្ថានភាពសិទ្ធិសេរីភាពការរដ្ឋបិទការទទួលបានព័ត៌មាននិងផ្ដល់ព័ត៌មានរបស់ពលរដ្ឋវិញម្ដងចាមកដល់ពេលនេះចាមានអ្នកសារព័ត៌មាននឹងត្រូវហាមឃាត់មិនឲ្យផ្សព្វផ្សាយពីសង្គ្រាមចាហើយក៏មានការបំផិតបំភ័យពលរដ្ឋមិនឲ្យបញ្ចេញមតិពីរឿងរ៉ាវដែលពួកគាត់ជួបប្រទះគាត់ជាជនរងគ្រោះនៅក្នុងសង្គ្រាមហ្នឹងហើយនឹងជនភៀសទឹកហ្នឹងក៏រងការគំរាមកំហែងលាក់បាំងព័ត៌មានដែរហើយសេចក្តីរាយការណ៍របស់លោកលោកយ៉ងច័ន្ទតារាមុននេះចាគឺរបស់អ្នករាយការណ៍ព័ត៌មានរបស់យើងនៅមុននេះគឺបានបញ្ជាក់ឲ្យថាវាមិនចំណេញទេនៅពេលដែលមានការរដ្ឋបិទការរារាំងការហាម5ពលរដ្ឋឬក៏ការគំរាមកំហែងពលរដ្ឋនិងអ្នកសារព័ត៌មានមិនឲ្យផ្សព្វផ្សាយព័ត៌មាននេះគឺខ្មែរខាតបង់ទៅវិញទេចាចំពោះលោករស់ស្ថាវិញលោកគិតយ៉ាងម៉េចតើជាធម្មតានៅក្នុងពេលដែលមានសង្គ្រាមគឺយើងត្រូវតែគិតអំពីសវត្ថភាពគិតអំពីសន្តិសុខជាតិត្រូវគិតអំពីផលប៉ះពាល់ទៅលើយោធាទៅលើកម្លាំងដែលការពារប្រទេសជាតិនឹងប៉ុន្តែតើយើងអាចរដ្ឋបិទអញ្ចឹងទេឬក៏យើងមានហេតុផលផ្សេងទៀតដែលអាចឲ្យយើងផ្សព្វផ្សាយព័ត៌មានបានចា៎អរគុណដែលជាបឋមមុននឹងយើងនិយាយដល់ចំណុចនេះគឺថាយើងគួររំលឹកពីគោលការណ៍នៃសិទ្ធិបញ្ចេញមតិបន្តិចណាទី1គឺថាយើងទទួលស្គាល់ថាសិទ្ធិទី1ការបញ្ចេញមតិគឺជាសេរីភាពដែលយើងអាចនិយាយអាចទទួលព័ត៌មានតាមគ្រប់មធ្យោបាយទាំងអស់ដោយគ្មានការរារាំងបាទដោយគ្មានការរារាំងហើយក៏ប៉ុន្តែក៏យើងទទួលស្គាល់ដែរថារដ្ឋាភិបាលក៏មានសិទ្ធិក្នុងការបញ្ញត្តិនៅការរដ្ឋបတ်មួយចំនួនបាទវាអាស្រ័យទៅតាមប្រទេសបាទអាស្រ័យទៅតាមប្រទេសទី1ដូចពាក់ព័ន្ធបញ្ហាសន្តិសុខជាតិទី2ពាក់ព័ន្ធនឹងស្ដាប់ធ្នាប់សាធារណៈទី3ពាក់ព័ន្ធនឹងសិទ្ធិអ្នកដទៃដែលយើងរដ្ឋាភិបាលអាចរដ្ឋបတ်នៅការនិយាយស្ដីបែបណាឬក៏ការផ្សព្វផ្សាយព័ត៌មានបែបណាដែលប៉ះពាល់ទៅដល់គេថាសិទ្ធិអ្នកដទៃហើយសិលធម៌សង្គមពិសេសគឺកុមារជាដើមបាទការទប់ស្កាត់ព័ត៌មានคล้ายៗបាទ
ហ្នឹងគឺរដ្ឋាភិបាលលោកមានសិទ្ធិហើយសង្គមស៊ីវិលថាមិនមែនថាមិនដឹងទេយើងបានដឹងក៏យើងអប់រំអង្គការគ្នាយើងជាបរដ្ឋក៏យើងអនុលោមទៅតាមនឹងដែរដូចគ្នាប៉ុន្តែភ្ជាប់ទៅបញ្ហានេះគឺថាខ្ញុំសូមលើកឡើងពីគោលការណ៍សិលធម៌មួយគឺថាទី1គឺថាយើងត្រូវយល់ថាជាបរដ្ឋមានសិទ្ធិក្នុងការបញ្ចេញមតិហើយការប្រព្រឹត្តរបស់អាជ្ញាធរក៏ត្រូវតែឆ្លៀសវៃអនុលោមទៅតាមច្បាប់ទាំងអស់ហ្នឹងហើយពិសេសគឺថាយើងពីសម័យកូវីដអញ្ចឹងអ្វីដែលខ្ញុំសូមនេះខ្ញុំនិយាយក្នុងជាមហាគ្រួសារខ្ញុំចង់ស្ថាបនាខ្ញុំមិនចង់និយាយរិះគន់ឬក៏ស្អីដែរគឺថាយើងដើម្បីតែប្រទេសជាតិយើងរីកចម្រើនរុងរឿងមានសេចក្តីសុខមានផាសុខភាពអីចឹងជាដើមតែជានេះទេគឺថាអាជ្ញាធរគឺត្រូវយល់អំពីអនុលោមធ្វើឲ្យស្របទៅតាមច្បាប់អន្តរជាតិរបស់យើងហើយការរដ្ឋបတ်នេះគឺថាយើងត្រូវឲ្យវាមានដែនកំណត់បាទឲ្យវាមានដែនកំណត់គឺថាគុំតែធ្វើអ្វីដែលថាវាមិនប្រកបទៅដោយមិត្តភាពមិនប្រកបទៅដោយថាលក្ខណៈមហាគ្រួសារបាទហើយធ្វើឲ្យប្រជាពលរដ្ឋខ្លាចខ្លាំងពេកក៏មានការដែរហើយយើងបើសិនជាយើងមានការបារម្ភពីបញ្ហាសន្តិសុខជាតិគឺយើងដូចសម័យកូវីដខ្ញុំសូមលើកឡើងវិញគឺថាយើងអន្តរជាតិគឺចេះអន្តរជាតិគេបារម្ភពីរឿងថាយើងឬក៏អ្នកបច្ចេកទេសខាងសន្តិសុខគេបារម្ភពីយើងដោយសារបញ្ហាឧទាហរណ៍ COVID-19 យើងសម័យ COVID-19 ហើយឥឡូវសម័យសង្គ្រាមពីខ្លាចយើងដោះស្រាយបញ្ហា COVID-19 ឬក៏សង្គ្រាមទៅវាទៅជាជ្រុលហួសហេតុធ្លាក់ក្នុងលំមួយគេថាលំនៃការរដ្ឋបတ်ដល់ហើយអញ្ចឹងគេខ្លាចហ្នឹងដូច្នេះហើយសូមឲ្យអាជ្ញាធរហ្នឹងអ្វីដែលខ្ញុំថាភាពឆ្លាតវៃហ្នឹងគឺថាត្រូវរក្សានៅសិទ្ធិជាមូលដ្ឋានផងហើយរក្សានៅសុខភាពសាធារណៈផងឬក៏សន្តិសុខជាតិផងបាទអាហ្នឹងគឺអញ្ចឹងហើយអញ្ចឹងយើងដើម្បីដោះស្រាយបញ្ហាហ្នឹងយើងត្រូវធ្វើម៉េចបាទឥឡូវនេះថាស្រុកខ្មែរយើងវាអត់ទាន់មានគេហៅច្បាប់សេរីភាពក្នុងការទទួលព័ត៌មានបើស្រុកគេមួយចំនួនគេមានហើយសេរីភាពក្នុងការទទួលព័ត៌មានឬក៏បញ្ចេញព័ត៌មានជាដើមហ្នឹងហើយមានច្បាប់តម្លាភាពទៀតបាទឬនៅជប៉ុននេះគេការិយាល័យរបស់រដ្ឋាភិបាលជប៉ុននេះគេត្រូវសិទ្ធិដាក់សិទ្ធិកញ្ចក់ទៀតបាទឲ្យឃើញមន្ត្រីគេធ្វើការបាទដូច្នេះទេគឺថាក្នុងគណៈយើងអត់ទាន់មានច្បាប់ច្បាស់លាស់យើងអត់អាចបញ្ញត្តិអីស្រេចតែយើងបានទេបាទព្រោះថាទោះបីថារដ្ឋាភិបាលមានសិទ្ធិក្នុងការរដ្ឋបတ်តាម6ចំណុចដែលខ្ញុំលើកខាងដើមមែនប៉ុន្តែនៅក្នុងក្តីណែនាំរបស់អង្គការសហប្រជាជាតិឬច្បាប់អន្តរជាតិគេថាត្រូវឲ្យមានថាការរដ្ឋបတ်ព័ត៌មាននឹងកម្រិតតិចបំផុតហ្នឹងមិនមែនតិចបំផុតហ្នឹងគឺយើងធ្វើដល់អត្តនម័តទៀតគឺថាដោយបញ្ញត្តិដោយច្បាប់ទៀតហើយដោយបញ្ជាក់នៅហេតុផលច្បាស់លាស់ថាហេតុអីបានយើងរដ្ឋបတ်ចំណុចហ្នឹងទោះបីថាសន្តិពាក់ព័ន្ធសន្តិសុខជាតិពាក់ព័ន្ធនឹងឧទាហរណ៍ថាpublic order សម្រាប់ស្នប់សាធារណៈអីចឹងក៏ដោយយើងត្រូវបញ្ញត្តិដោយច្បាប់ហើយចុះបើសិនជាក្នុងបញ្ហាគណៈដែលយើងអត់ទាន់មានច្បាប់សេរីភាពក្នុងការទទួលព័ត៌មានឬក៏បញ្ចេញព័ត៌មានហើយយើងកើតសង្គ្រាមយើងត្រូវធ្វើម៉េចខ្ញុំដឹងថាមានការណែនាំខ្លះដែរប៉ុន្តែខ្ញុំមិនដឹងថាតើវាមានវិសាលភាពច្បាប់ប៉ុណ្ណាទេតែក៏ដឹងថាវាមានការចាប់មានការរដ្ឋបတ်មានចាប់ឲ្យលែងវិញអ្នកសារព័ត៌មានអីចឹងក៏បានដឹងបានឮដែរប៉ុន្តែខ្ញុំជូនជាអនុសាសន៍ខ្ញុំទាំងជាបរដ្ឋគឺតែងតែខ្វល់តែងពីគិតពីសវត្ថិភាពនិងអធិបតេយ្យភាពនិងសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជាយើងដែលត្រូវគេឆ្លៀតពីដូច្នេះទេជាយោបល់ខ្ញុំលើកទឹកចិត្តសូមស្នើឲ្យរដ្ឋាភិបាលបើមិនទាន់បានធ្វើទេខ្ញុំគិតថាវាមិនទាន់បានធ្វើទេមានការណែនាំខ្លះយ៉ាងនេះគឺចេញជាសេចក្តីប្រកាសមួយឲ្យច្បាស់លាស់បាទបញ្យលប្រជាពលរដ្ឋក្នុងនាមជាមហាគ្រួសារដោយមិត្តភាពដោយសេចក្តីថ្លៃថ្នូរដោយគោរពគ្នាទៅវិញទៅមកថានេះឥឡូវព័ត៌មានបែបនេះខ្ញុំសូមស្នើសារអ្នកសារព័ត៌មានជាពលរដ្ឋកុំបញ្ចេញណាដូចជាទីតាំងទ័ពណាកន្លែងដាក់អាវុធរបស់កងទ័ពណាកន្លែងស្នាក់នៅរបស់ជនភៀសខ្លួនណាលាក់ហ្នឹងថាយើងបញ្ញត្តិឲ្យច្បាស់ហើយប្រាប់មូលហេតុប្រជាពលរដ្ឋបានដឹងដែរមូលហេតុដែលខ្ញុំស្នើអញ្ចឹងដោយសារវាចេះណាអាចខ្មាំងសត្រូវដឹងពីទីតាំងរបស់យើងហើយរហូតដល់ឲ្យបាញ់ក្របខ្លោងប្រេះផ្ដាស់យើងឃើញការបាញ់ក្របខ្លោងប្រេះផ្ដាស់សប្តាហ៍ហ្នឹងកន្លែងស៊ីវិលក៏ពួកចៅសៀមនឹងបាញ់ដែរដូច្នេះថាខ្លាចដើម្បីការពារសុវត្ថិភាពជនពិសឹកអីជាដើមអញ្ចឹងទៅយើងបញ្យល់ឲ្យច្បាស់លាស់អញ្ចឹងហើយយើងកុំឲ្យមានតែកង្វះនៅព័ត៌មានពីហេតុផលហ្នឹងហើយដល់ពេលយើងជាបរដ្ឋធ្វើខុសមិនថាជាខុសអីចង្កាលទៅអាចថាជាការលឺលួសខ្លះអញ្ចឹងទៅវាទៅជាការព្រួយបារម្ភសន្តិសុខអាចថាវាមានវិធានការអីផ្លូវរបាលទៅច្បាប់អីចឹងទៅវាប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋដែរអាហ្នឹងគឺថាជារឿងសំខាន់ណាស់ដែលយើងត្រូវយល់ហើយយើងអនុលោមប្រកបស្របតាមច្បាប់អន្តរជាតិហើយប្រកបទៅដោយសេចក្តីមេត្តាតែធ្វើម៉េចឆ្លើយតបទៅនឹងស្ថានភាពទាំងអស់ហ្នឹងដោយសេចក្តីមេត្តាព្រោះថាយើងសិតជាមហាគ្រួសារយើងតែខ្មែរដូចគ្នាហ្នឹងតែពិតយើង
ទាំងអស់គ្នាសិតតែសមាជិកគ្រួសារដូចគ្នាទេយើងជាបងជាប្អូនជាកូនជាចៅគ្នាទៅវិញទៅមកដូច្នេះយើងមិនគួរធ្វើសកម្មភាពណាឲ្យមានការជិះចាប់ទេដោយសារតែគាត់មានសិទ្ធិផងហើយយើងគាត់មិនដឹងសកម្មភាពបរិបទអ្នកកសែតក៏មិនដឹងទាំងអស់ដែរអ្នកសារព័ត៌មាននឹងចង្កាលគាត់ដូចភ្លាំងដែរណាចង្កាលគាត់មិនបានស្មើគាត់មានសេរីភាពធ្វើប៉ុន្តែគាត់ធ្វើទៅជាប់មានបញ្ហាទោះតន់អីចឹងអាហ្នឹងគឺថាជាចំណុចដែលខ្ញុំចង់លើកទឹកចិត្តឲ្យធ្វើហើយមួយទៀតគាត់ធ្វើក៏ស្មានថាអត់អីចឹងណាអញ្ចឹងដល់ធ្វើទៅវាមានអីដូច្នេះទេគឺថាយើងធ្វើអីឲ្យច្បាស់លាស់ឲ្យលិលាអសរអីចឹងមកដើម្បីឲ្យប្រជាពលរដ្ឋអ្នកសារព័ត៌មានដឹងថាអ្នកដែលខ្ញុំនិយាយកន្លែងនេះវាខុសកន្លែងនិយាយកន្លែងនេះវាត្រូវអត់អីទេកុំឲ្យនិយាយទៅជា censorship គឺថាគិតថាអញនិយាយនឹងខុសត្រូវនេះគេចាប់ទៅអញ្ចឹងអត់ល្អសម្រាប់ប្រជាពលរដ្ឋទេបង្កើតឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋហ្នឹងជាការខ្វះខាតរបស់យើងជាអ្នកដឹកនាំទៅវិញបាទដូច្នេះត្រូវឲ្យច្បាស់លាស់គឺថាសខ្មៅទៅបីថាច្បាប់ហ្នឹងវាមិនច្បាស់ក៏សភាក៏អាចចំណាយពេលដើម្បីធ្វើច្បាប់ហ្នឹងឲ្យច្បាស់ទៅបីថាត្រូវច្បាប់នឹងវែងបន្តិចក៏មិនអីដែរធ្វើម៉េចឲ្យច្បាស់កុំឲ្យវាមានការបកស្រាយច្រឡំបានបាទអាហ្នឹងគឺជារឿងសំខាន់ហើយមួយជាតិខ្ញុំផ្ដាំដល់ប្រជាពលរដ្ឋដែរយើងក៏មិនត្រូវចេះតែខ្លាចទេយើងខ្លាចយើងមិនហ៊ាននិយាយឈ្មោះយើងទេយើងហើយមិនហ៊ាននិយាយមិនហ៊ានសារព័ត៌មានសម្ភារហើយមិនហ៊ាននឹងឲ្យគេបញ្ចេញឈ្មោះយើងទៀតពេលខ្លះយើងខ្លួនឯងជាអ្នកខ្លាចទៅខ្លួនឯងគេគាត់ថាអាជ្ញាធរគាត់មិនចាប់ថ្នាក់នៅអ្វីដែលយើងនឹងនិយាយឬក៏កំពុងនិយាយទេប៉ុន្តែការភ័យខ្លាចរបស់យើងជ្រុលពេកវាទៅធ្វើឲ្យសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់យើងនឹងវារួមតូចដូច្នេះយើងជាបរិបទត្រូវរៀនច្រើនត្រូវស្ដាប់ច្រើនហើយកុំខ្លាចពេកត្រូវយល់ពីសិទ្ធិជាមូលដ្ឋានរបស់យើងត្រូវក្លាហានក្នុងការនិយាយស្ដីប៉ុន្តែយើងគាត់ថាយើងត្រូវស្ដាប់ណាដឹកនាំប្រទេសខ្លះដែរយើងត្រូវស្ដាប់កន្លែងណាដែលយើងត្រូវគាត់ណែនាំដើម្បីជៀសវាងភាពអសន្តិសុខដល់ប្រទេសជាតិអីចឹងណាយើងស្ដាប់ឲ្យបានអីចឹងទៅហើយយើងធ្វើនៅចំណុចណាដែលយើងអាចធ្វើបានទៅយើងសុខសប្បាយហើយកុំឲ្យខ្លាចដល់យើងមិនហ៊ានចេញឈ្មោះអីពេកអាហ្នឹងវាយើងទៅអត់សិទ្ធិសេរីភាពហើយយើងទៅនិយាយក្នុងការភ័យខ្លាចដូច្នេះខ្ញុំសូមលើកទឹកចិត្តឲ្យយើងធ្វើឲ្យច្បាស់លាស់ហើយដោយភាពមេត្តាហើយនឹងច្បាស់លាស់ហើយភាពមេត្តាហើយកុំខ្លាចខ្លាំងពេកបាទចាអរគុណច្រើនលោករស់សថាចាដែលបានផ្ដល់សម្ភារនៅយុគនេះចាហើយយើងនឹងតាមដានរឿងនេះទៀតថាតើរដ្ឋាភិបាលអាជ្ញាធររដ្ឋាភិបាលនឹងប្តឹងភាគីថៃទៅស្ថាប័នអន្តរជាតិនោះឬយ៉ាងណាយើងនឹងតាមដានទៀតចាដោយអ្វីដែលលោករស់សថាបានជំរុញលើកទឹកចិត្តនេះចានេះខ្ញុំសូមអរគុណនិងសូមជម្រាបលាលោកត្រឹមប៉ុណ្ណេះចាសូមអរគុណចាលោកនាងកញ្ញាជាទីមេត្រីចានេះខ្ញុំមានសេចក្តីរាយការណ៍មួយទៀតតាក់ទងទៅនឹងអន្តរាគមរបស់ក្រុមអង្គការសង្គមស៊ីវិលខ្មែរនៅឯក្រៅប្រទេសចាក្រុមអ្នកឃ្លាំមើលបានលើកឡើងថាញត្តិអន្តរាគមរបស់ចលនាខ្មែរដើម្បីប្រជាធិបតេយ្យដែលហៅកាត់ថា KMD ដែលស្នើឲ្យសហរដ្ឋអាមេរិកអ៊ីស្រាអែលនិងស៊ុយអែតផ្អាកការគាំពៀផ្នែកយោធាជាបន្ទាន់ទៅដល់ប្រទេសថៃនោះគឺជាគំរូនៃការតស៊ូមតិល្អមួយដើម្បីទប់ស្កាត់គ្រោះថ្នាក់បន្ថែមទៀតទៅដល់ជនស៊ីវិលស្លូតត្រង់នៅក្នុងពេលដែលទាហានថៃកំពុងវាយប្រហារឈ្លានពានកម្ពុជាចាលោកយ៉ងច័ន្ទរាមានសេចក្តីរាយការណ៍មួយទៀតអំពីរឿងនេះជូនលោកអ្នកនាងអ្នកវិភាគនិងអ្នកខ្លាំមើលលើកឡើងថាវាអាចត្រូវការពេលវេលាដើម្បីឲ្យសហរដ្ឋអាមេរិកអ៊ីស្រាអែលស៊ុយអែតនិងប្រទេសផ្សេងទៀតដាក់លក្ខខណ្ឌលើប្រទេសថៃនៅក្នុងការប្រើប្រាស់អាវុធឈ្លានពានកម្ពុជាក៏ប៉ុន្តែពួកគាត់យល់ថាញត្តិអន្តរាគមន៍របស់ចលនាខ្មែរដើម្បីប្រជាធិបតេយ្យហៅកាត់ថា KMD យ៉ាងហោចណាស់គឺជាគំរូតស៊ូមតិមួយល្អនៃការប្រឹងប្រែងការពារប្រជាពលរដ្ឋខ្មែរអ្នកសិក្សាការវិវត្តសង្គមបណ្ឌិតមាសនេះប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី25ធ្នូថាកាលៈទេសៈនេះមានតែសង្ឃឹមទៅលើការចរចាមួយច្រកប៉ុណ្ណោះក៏ប៉ុន្តែបើការចរចានៅតែគ្មានលទ្ធផលវិជ្ជមានតែខ្មែរត្រូវរួបរวมគ្នារៀបចំកម្លាំងជាតិចេញមកតតាំងនឹងអំពើឈ្លានពានរបស់ថៃលោកផ្ដល់យោបល់ឲ្យពង្រឹងកម្លាំងនៅសមរភូមិពីព្រោះការចរចាដែលមានប្រៀបលុះត្រាតែកម្លាំងប្រយុទ្ធនៅសមរភូមិរបស់កម្ពុជាមានប្រៀបដែរបណ្ឌិតមាសនេះមានប្រសាសន៍ថាញត្តិអន្តរាគមន៍របស់ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ KMD ដែលទទូចឲ្យសហរដ្ឋអាមេរិកអ៊ីស្រាអែលនិងប្រទេសស៊ុយអែតផ្អាកការគាំទ្រអាវុធដល់ប្រទេសថៃនោះគឺជាការបង្ហាញអំពីការគិតគូរដល់ជាតិកម្ពុជាដែលកំពុងរងគ្រោះនិងជាសម្លេងថ្កោលទោសថៃដែលឈ្លានពានលើកម្ពុជាប្រសិទ្ធភាពនៃការអំពាវនាវនេះបើយើងមើលទៅមិនថាអ្នកណាភាគីណាទេបាទភាគីអន្តរជាតិក៏ថៃមិនខ្វល់សូម្បីតែសេចក្តីអំពាវនាវរបស់រដ្ឋាភិបាលយើងកម្ពុជាហ្នឹងក៏ថៃមិនខ្វល់បាទអញ្ចឹងបើនិយាយពីអធិពលយើងឃើញថាវាមិនអាចមានអធិពលទៅលើថៃក្នុងពេលនេះទេណាមិនថាត្រឹមតែជាការអំពាវនាវរបស់ខាងគណៈបកអតីតគណៈបកប្រឆាំងអីទេក៏ប៉ុន្តែទោះបីយ៉ាងណាក៏យើងបានបង្ហាញអំពីការរួមគ្នាគិតអំពីស្រុកទេសនេះទាំងអស់គ្នាបាទញត្តិអំពាវនាវរបស់ចលនាខ្មែរដើម្បីប្រជាធិបតេយ្យកាលពីថ្ងៃទី24ខែធ្នូឲ្យដឹងថារដ្ឋាភិបាលអ៊ីស្រាអែលក្នុងឆ្នាំ2025បានផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសនិងមីស៊ីលដែលមានតម្លៃប្រហែល$107លានអាមេរិកដល់ប្រទេសថៃរីឯប្រទេសស៊ុយអែតនៅក្នុងឆ្នាំ2024បានផ្ដល់ឲ្យថៃនូវយន្តហោះចម្បាំងប្រភេទ Gripen ចំនួន4គ្រឿងដែលមានតម្លៃប្រមាណ$600លានអាមេរិក
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យឲ្យដឹងទៀតថាសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ2000មកបានអនុញ្ញាតឲ្យប្រទេសថៃធ្វើប្រតិបត្តិការយន្តហោះចម្បាំង F-16 ក្រោមកម្មវិធីលក់សព្វាវុធដល់យោធាបរទេសរួមទាំងឧទ្ធម្ភាគចក្រប្រយុទ្ធចំនួន16គ្រឿងដែលមានតម្លៃ$136 លានអាមេរិកបូករួមទាំងការធ្វើបច្ចុប្បន្នកម្មនិងការគាំទ្រជាប្រចាំរាប់ទសវត្សរ៍តទៅមុខទៀតចលនាខ្មែរដើម្បីប្រជាធិបតេយ្យអំពាវនាវរដ្ឋាភិបាលអ៊ីស្រាអែលប្រទេសស៊ុយអែតនិងសហរដ្ឋអាមេរិកព្រមទាំងប្រទេសផ្សេងទៀតដែលផ្គត់ផ្គង់គ្រឿងសព្វាវុធឲ្យថៃត្រូវតែមានការទទួលខុសត្រូវអនុវត្តកាតព្វកិច្ចនៅក្នុងនាមជាប្រទេសផ្គត់ផ្គង់គ្រឿងសព្វាវុធក្រោមច្បាប់អន្តរជាតិនិងច្បាប់នៃប្រទេសសម័យនីមួយៗដោយជាការជៀសវាងករណីប្រើអាវុធទាំងនោះបំពានទៅលើជនស៊ីវិលដោយសកម្មភាពរបស់យោធាថៃដែលកំពុងបាញ់លើប្រជាពលរដ្ឋបច្ចុប្បន្នជាដើមប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំនៅប្រទេសអូស្ត្រាលីលោកសឹងសានករណាលើកទឹកចិត្តឲ្យមានសកម្មភាពអំពាវនាវដោយចលនាខ្មែរដើម្បីប្រជាធិបតេយ្យនេះឲ្យបានច្រើនលោកប្រាប់ទូរទស្សន៍អាស៊ីសេរីថានៅក្នុងស្ថានភាពនេះប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវនាំគ្នាបន្លឺសម្លេងប្រឆាំងទៅនឹងការប្រើអាវុធបាញ់ប្រហារប្រជាពលរដ្ឋខ្មែរដើម្បីឲ្យប្រទេសផ្គត់ផ្គង់អាវុធនីមួយៗពិនិត្យមើលឡើងវិញអំពីការប្រើប្រាស់អាវុធរបស់ខ្លួនដែលលក់ឲ្យថៃហើយថៃយកមកប្រើបាញ់សម្រាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់លោកហៅអំពើរបស់យោធាថៃនេះថាជាឧក្រិដ្ឋកម្មសង្គ្រាមសភាវុធទាំងអស់នោះធ្វើឲ្យប៉ះពាល់ទៅដល់ប្រទេសដែលបានលក់នឹងដែរមានន័យថាខ្លួនបានប្រើប្រាស់សភាវុធទាំងអស់នោះទៅសម្លាប់ជនស្លូតត្រង់ដែលមិនមែនជាអ្នកពាក់ព័ន្ធទៅនឹងចំនួនរវាងប្រទេសទាំងពីរទេអញ្ចឹងវាជាអំពើមួយផ្ទុយពីច្បាប់អន្តរជាតិអញ្ចឹងខ្ញុំយល់ថាវាជារឿងសំខាន់ដែលខាងចលនាប្រជាធិបតេយ្យរបស់អ្នកស្រីមួយសុខួរបានជ្រើសមធ្យោបាយហ្នឹងហើយខ្ញុំគិតថាវាមិនមែនជាផ្នែករបស់អ្នកណាទេក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរខ្ញុំទទូចគ្រប់ភាគីទាំងអស់បើយើងមានលទ្ធភាពមានមធ្យោបាយណាដែលអាចធ្វើកិច្ចការងារជួយទៅដល់ប្រជាពលរដ្ឋយើងជួយទៅដល់ប្រទេសជាតិយើងជុំវិញរឿងនេះដែរអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិតនិងការស្រាវជ្រាវលោកសេកសុជាតិលើកឡើងថាញត្តិអំពាវនាវរបស់ចលនាខ្មែរដើម្បីប្រជាធិបតេយ្យគឺជារូបភាពល្អនៅក្នុងស្មារតីគិតគូរអំពីជាតិកម្ពុជាក្នុងនាមជាខ្មែរដើម្បីនាំគ្នាប្រកាសឲ្យពិភពលោកមើលឃើញពីការរងគ្រោះរបស់កម្ពុជាដោយសារតែការឈ្លានពានពីសំណាក់យោធាថៃលោកបញ្ជាក់ថាដើម្បីបង្កើនប្រសិទ្ធភាពទប់ទល់ទៅនឹងការឈ្លានពានរបស់ថៃចាំបាច់ទាមទារឲ្យមានការបើកផ្លូវធំមួយនៅកម្ពុជាដែលអាចផ្សះផ្សាបង្រួបបង្រួមជាតិជាអាទិភាពសិនហើយរួមកម្លាំងគ្នាតតាំងនឹងថៃទាំងនៅក្នុងសមរភូមិខាងក្នុងប្រទេសនិងនៅលើឆាកអន្តរជាតិជាពិសេសការបង្ហាញសម្លេងតែមួយដើម្បីបញ្ឈប់ប្រទេសនានាកុំឲ្យផ្គត់ផ្គង់អាវុធដល់ប្រទេសថៃបង្ហាញឲ្យសហគមន៍អន្តរជាតិមើលឃើញអំពីការឈ្លានពានរបស់ថៃចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជាមានន័យថាបង្ហាញឲ្យឃើញពីការឈ្លានពានជាក់ស្ដែងដោយសារតែពួកគេបានប្រើប្រាស់យន្តហោះចម្បាំងចូលមកក្នុងដែនអាកាសឬក៏ដែនអធិបតេយ្យភាពកម្ពុជាចូលទៅដល់100គីឡូម៉ែត្រហើយដូច្នេះវាគឺជាពេលដែលខ្មែរត្រូវប្រកាសឲ្យពិភពលោកបានឃើញអំពីការឈ្លានពាននេះក្រសួងការពារជាតិកម្ពុជារាយការណ៍នៅថ្ងៃទី25ខែធ្នូថាមកទល់ពេលនេះមានប្រជាពលរដ្ឋខ្មែរចំនួន31នាក់បានបាត់បង់ជីវិតរួមមានទារកម្នាក់ផងដែរនិងមានអ្នករងរបួសចំនួន87នាក់ដោយសារតែការវាយប្រហាររបស់យោធាថៃនៅក្នុងសង្គ្រាមឈ្លានពានកម្ពុជានេះយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ T-50 ផលិតនៅប្រទេសកូរ៉េខាងត្បូងយន្តហោះចម្បាំងប្រភេទ F-16 ដែលថៃទិញពីសហរដ្ឋអាមេរិកហើយដែលយោធាថៃបានប្រើប្រាស់ញឹកញាប់ជាងគេនឹងការប្រើប្រាស់យន្តហោះចម្បាំងប្រភេទ Gripen របស់ប្រទេសស៊ុយអែតម្ដងម្កាលដើម្បីវាយប្រហារលើដែនដីកម្ពុជាខ្ញុំយ៉ងច័ន្ទតារាទូរទស្សន៍អាស៊ីសេរី Washington ចាលោកអ្នកនាងជាទីមេត្រីចានៅយប់នេះចាលោកថាថៃនឹងឡើងមករាយការណ៍ផ្ទាល់ជូនលោកអ្នកនាងចាតកតងទៅនឹងយោធាថៃនៅតែបន្តឈ្លានពានចូលទឹកដីកម្ពុជាចាចូលដល់ថ្ងៃទី19គិតត្រឹមថ្ងៃនេះចាហើយមុននឹងចូលទៅដល់សេចក្តីរាយការណ៍ផ្ទាល់របស់លោកថាថៃនេះចានេះខ្ញុំមានសេចក្តីរាយការណ៍មួយជូនលោកអ្នកនាងចាតកតងទៅនឹងទាហានថៃបានចាប់ខ្លួនពលរដ្ឋស៊ីវិលខ្មែរចំនួន3នាក់ដែលបានចងស្លាប់សេកវាយដំធ្វើទារុណកម្មសួរពីទីតាំងយោធាកម្ពុជានិងបានបាញ់សម្លាប់នគរបាលខ្មែរម្នាក់នៅពេលដែលចុះទៅល្បាតនៅរមណីយដ្ឋានអូស្មាច់នៅក្នុងខេត្តឧត្តរមានជ័យជនរងគ្រោះនិងមន្ត្រីសិទ្ធិមនុស្សចាត់ទុកទង្វើរបស់ទាហានថៃថាខុសខើអមនុស្សធម៌និងប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិពួកគាត់អំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសនិងចាត់វិធានការទប់ស្កាត់ការវាយប្រហារឈ្លានពានយោធាថៃមកលើទឹកដីកម្ពុជាចាស់លោកសេកបណ្ឌិតមានសេចក្តីរាយការណ៍អំពីរឿងនេះពលរដ្ឋខ្មែរ3នាក់ដែលរងទារុណកម្មដោយក្រុមទាហានថៃកំពុងតាមដានសុខភាពពីសំណាក់ក្រុមគ្រូពេទ្យក្រោយក្រុមទាហានថៃបានដោះលែងពួកគាត់មកវិញកាលពីថ្ងៃទី23ខែធ្នូចំណែកមន្ត្រីនគរបាលម្នាក់ផ្សេងទៀតដែលទាហានថៃបានបាញ់សម្លាប់ពេលចុះល្បាតនោះសាច់ញាតិបានរៀបចំពិធីបុណ្យសពនៅខេត្តឧត្តរមានជ័យនៅថ្ងៃទី25ខែធ្នូទោះយ៉ាងណាជនស៊ីវិលខ្មែរ3នាក់នៅមានអារម្មណ៍ភ័យតក់ស្លុតនៅឡើយហើយទ្រព្យសម្បត្តិមានតម្លៃមួយចំនួនធំត្រូវបានក្រុមទាហានថៃប្លន់យកក្រោយពេលដោះលែងមកវិញពលរដ្ឋខ្មែរម្នាក់ក្នុងចំណោម3នាក់ដែលក្រុមទាហានថៃចាប់វាយដំដោយហិង្សាគឺលោករ៉ុនសុកហេងរៀបរាប់ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី25ខែធ្នូថា
ក្រមទាហានថៃបានចាប់លោកនិងពលរដ្ឋ2នាក់ផ្សេងទៀតកាលពីល្ងាចថ្ងៃទី23ខែធ្នូស្ថិតនៅតំបន់អូស្មាច់លោករនសុកហេងប្រាប់ថាគាត់ត្រូវបានទាហានថៃចាប់ចងដោយសារតែចង់ទៅយកទ្រព្យសម្បត្តិមានតម្លៃមួយចំនួននិងចង់ទៅមើលផ្ទះសម្បែងផងនៅតំបន់អូស្មាច់លោករនសុកហេងបញ្ជាក់ថាក្រមទាហានថៃមានគ្នាប្រហែល30នាក់លោកថាភ្លាមក្រោយទាហានថៃឃើញរូបលោកនិងពលរដ្ឋ2នាក់ផ្សេងទៀតក្រមទាហានថៃបានដកកាំភ្លើងភ្ជង់ក្បាលហើយយកក្រណាត់ខ្មៅរុំភ្នែកនិងចងស្លាបសេកទាំង3នាក់ឲ្យដេកក្រាបនឹងគ្រោះបន្ទាប់មកក្រមទាហានថៃបានយកកាណុងកាំភ្លើងវាយក្បាលលោកនិងវាយដំទាត់ធាក់ពលរដ្ឋ2នាក់ផ្សេងទៀតនិងសៃសម្លុតរួមទាំងបាញ់គំរាមដើម្បីបង្ខំឲ្យប្រាប់ពីទីតាំងឈរជើងរបស់យោធាកម្ពុជាវាចាប់យើងបានវាអត់និយាយអីច្រើនទេវាភ្ជង់យើងជាប់ហើយចងដៃយើងក៏ពាត់ឡាប់សេកយើងទៅក្រោយហើយចងភ្នែកយើងមិនអាចមើលអីឃើញទាំងអស់បងតែលើតែវានិយាយវាសួរចម្លើយយើងសួរថាយើងទៅហ៊ានមែនហើយខ្ញុំក៏ថាខ្ញុំមិនមែនទៅហ៊ានទេហើយវាសួរចុះសួរឡើងសួររកពីទីតាំងរបស់ទាហានខ្មែរយើងណាបងហើយខ្ញុំប្រាប់ថាខ្ញុំជាប្រជាជនធម្មតាទេទាហានគេមិនអោយខ្ញុំនៅចិត្តគេទេខ្ញុំមិនដឹងទេគេធ្វើអីខ្ញុំមិនដឹងទេខ្ញុំនេះមកមើលផ្ទះអត់សម្បែងទេខ្ញុំត្រូវមកកណ្ដុងភ្លើងចំក្បាលត្រូវទាំងអស់គ្នាហ្នឹងអត់មានតែគេអត់ត្រូវទេបងម្នាក់ទៀតដែលត្រូវធ្ងន់ហ្នឹងគាត់អត់មានអាវវាឲ្យយើងផ្កាប់មុខដេកនឹងខ្នល់គ្រូក្រហមបងខ្ញុំនេះត្រូវទិញទួយតែគេទាត់មកវាច្អកទាហានថៃបានចាប់ចងពលរដ្ឋខ្មែរ3នាក់ជាង3ម៉ោងទើបដោះលែងមកវិញនៅម៉ោងជាង5ល្ងាចថ្ងៃទី23ខែធ្នូជនរងគ្រោះលោករនសុកហេងឲ្យដឹងទៀតថាក្រមទាហានថៃដោះលែងពលរដ្ឋខ្មែរដោយសារតែពួកគេបានឃើញរថយន្តមួយគ្រឿងបានបើកចូលច្រកអូស្មាច់ហើយក្រមទាហានថៃចែកកម្លាំងទៅបាញ់រថយន្តនោះលោករនសុកហេងបញ្ជាក់ថាក្រមទាហានថៃបានប្លន់ម៉ូតូលោកខ្សែកនិងទូរស័ព្ទដៃពលរដ្ឋ2នាក់ផ្សេងទៀតក្រោយពេលដោះលែងចុងក្រោយវាព្រមប្រឡែងយើងទៅវិញហើយវាស្រ័យតែចំណងភ្នែកឲ្យយើងហើយវាបាញ់គិរាមឲ្យយើងរត់មកស្រ័យចំណងខ្លួនឯងគ្នាឯងហើយវាភ្ជង់យើងវាគិរាមយើងទៀតវាថាដីនេះជាដីរបស់វាទាំងតែដីស្រុកភូមិខ្ញុំនៅនឹងសោះវាសួរយើងទៀតថាដីនឹងជាដីរបស់អ្នកណាខ្ញុំថាដីខ្មែរវាថាមិនមែនទេដីនឹងដីថៃឲ្យយល់ឲ្យដឹងច្បាស់ខ្ញុំក៏បាទតាមវាសិនទៅដើម្បីយើងរួចខ្លួនណាបងដល់ពេលវាប្រឡែងខ្ញុំមកបានផុតហើយបានដឹងជាអកុសលថាត្រូវបងប៉ូលីសស្លាប់អញ្ចឹងណាឪពុករបស់មន្ត្រីនគរបាលដែលយោធាថៃបានបាញ់សម្លាប់ពេលចុះល្បាតនោះគឺលោកសែមច័ន្ទមុនីប្រាប់ទូរទស្សន៍អាស៊ីសេរីថាកាលពីល្ងាចថ្ងៃទី23ខែធ្នូនោះកូនប្រុសបង្កើតរបស់លោកទាំងពីរនាក់ដែលជាមន្ត្រីនគរបាលបានស្លៀកពាក់ស៊ីវិលបើកឡានចុះល្បាតក្រោយសភាពការស្ងប់ស្ងាត់ប៉ុន្តែពេលដល់ច្រកចូលអូស្មាច់ត្រូវបានក្រុមទាហានថៃបាញ់កូនប្រុសច្បងរបស់លោកចំក្បាលបណ្ដាលឲ្យហូរឈាមស្រោចពេញរថយន្តហើយប្អូនប្រុសរបស់ជនរងគ្រោះក៏បានបើករថយន្តគេចភ្លាមមន្ត្រីនគរបាលដែលទាហានថៃបាញ់ឲ្យស្លាប់នោះឈ្មោះរតមុនីជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូស្មាច់ឪពុកជនរងគ្រោះបន្តថាកម្ពុជាមិនបានរំលោភបំពានដីថៃនោះឡើយហើយចាត់ទុកទង្វើទាហានថៃថាកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងមនុស្សជាតិនិងអំពាវនាវឲ្យអន្តរជាតិថ្កោលទោសអំពើឃោរឃៅរបស់ទាហានថៃនោះទាហានគឺវាជិះម៉ូតូមកម៉ូតូ2គ្រឿងគ្នាវា5នាក់ចុះមកភ្ជួងឡានយើងនៅកំពង់បើកខាងផ្លូវលំហ្នឹងថានៅក្នុងឡានហ្នឹងទៅពីនេះយើងអត់ទាន់បានចុះផងឡានយើងពងអបកើមហ្នឹងវាពាក់មកបាញ់មកដល់ពេលបាញ់ត្រូវអាបងអាប្អូនដែលអ្នកបើកហ្នឹងបើកឡានរត់ចេញមកវិញមកយើងមានការជិះចាប់រកអ្វីមកនិយាយបានទេដល់គេខូខើសម្រាប់យើងពេកអញ្ចឹងយើងអត់បានធ្វើអីគេហើយមិនបានចូលទឹកដីគេផងយើងនៅតែក្នុងផ្ទះយើងឲ្យគេមកបាញ់យើងដល់ផ្ទះអញ្ចឹងណាសំណូមពរឲ្យអន្តរជាតិជួយមើលប្រជាពលរដ្ឋក៏ដូចជាបងប្អូនខ្មែរយើងដែលជាជនរងគ្រោះដែលត្រូវបានទីមរំលោភបំពានយ៉ាងធ្ងន់ធ្ងរទាំងតែខ្មែរមិនបានធ្វើអ្វីឬក៏យកដីសំបីតែ1ម៉ែត្រខាងភាគីថៃផងហើយគាត់មកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផ្ទះសម្បែងមិនគិតថាសាលារៀនវត្តអារាមទីពេទ្យអីទេគឺថាគាត់បាញ់ទាំងអស់ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាហៅកាត់ថាច្រាក់លោករស់សុថាហៅទង្វើរបស់ទាហានថៃនោះថាជាអំពើឃោរឃៅអមនុស្សធម៌លោកបន្ថែមថាច្បាប់ក្នុងសង្គ្រាមពលរដ្ឋស៊ីវិលត្រូវបានការពារពីការបាញ់ប្រហារដោយកម្លាំងយោធាហើយការចាប់ចងពលរដ្ឋស៊ីវិលខ្មែរវាយដំបង្ខំឲ្យសារភាពគឺប្រទេសថៃបានរំលោភបំពានច្បាប់អន្តរជាតិទាំងស្រុងលោកអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសទាហានថៃដែលវាយប្រហារនិងចាប់ចងជនស៊ីវិលកម្ពុជាដើម្បីទប់ស្កាត់ការឈឺចាប់និងការស្លាប់ប្រជាជនស្លូតត្រង់និងបញ្ឈប់មហិច្ឆតាថៃដែលកំពុងវាយប្រហារឈ្លានពានទឹកដីកម្ពុជាទង្វើដែលថៃបានប្រព្រឹត្តចំពោះប្រជាពលរដ្ឋខ្មែរដែលបានរាយការណ៍មកនេះគឺបន្ថែមនៅបទឧក្រិដ្ឋរបស់ទាហានថៃមកលើប្រទេសកម្ពុជាក៏ដូចជាប្រជាពលរដ្ឋកម្ពុជាដែលជាបទឧក្រិដ្ឋសង្គ្រាមដែលប្រៃផ្សាយអមនុស្សធម៌និងពោពេញទៅដោយភាពឃោរឃៅដែលមិនអាចទទួលយកបានខ្ញុំសូមអំពាវនាវយ៉ាងខ្លាំងក្លាចំពោះស្ថាប័នសិទ្ធិមនុស្សស្ថាប័នច្បាប់និងយុត្តិធម៌អន្តរជាតិរួមទាំងដៃគូនិងសហគមន៍អន្តរជាតិសូមចាត់វិធានការឲ្យបានម៉ឺងម៉ាត់និងយ៉ាងខ្លាំងក្លាដើម្បីឆ្លើយតបទៅលើអំពើខុសច្បាប់និងអមនុស្សធម៌ដែលទាហានថៃកំពុងប្រព្រឹត្តចំពោះប្រទេសកម្ពុជាក៏ដូចជាពលរដ្ឋកម្ពុជាគិតត្រឹមថ្ងៃទី25ខែធ្នូមានពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិតចំនួន31នាក់និងរងរបួសជិត100នាក់ដោយសារតែសង្គ្រាមថៃវាយប្រហារឈ្លានពានទឹកដីកម្ពុជាក្រៅពីនេះ
ក៏មានជនជាតិចិនម្នាក់បានស្លាប់ដោយសារតែថៃបានទម្លាក់គ្រាប់នៅតំបន់អូស្មាច់និងជនជាតិចិនម្នាក់ទៀតបានរងរបួសដោយសារតែត្រូវអំបែងគ្រាប់នៅខេត្តបាត់ដំបងខ្ញុំបាទសេកបណ្ឌិតទូរទស្សន៍អាស៊ីសេរីពីរដ្ឋធានីវ៉ាស៊ីនតោនចាលោកនាងជាទីមេត្រីចាបន្តទៅទៀតនេះចាលោកថាថៃនឹងឡើងមករាយការណ៍ផ្ទាល់ពីស្ថានភាពការឈ្លានពានរបស់ថៃចូលទឹកដីកម្ពុជាចាឈានចូលដល់ថ្ងៃទី19នេះចាលោកថាថៃបានរាយការណ៍ថាយន្តយោធាថៃនៅតែបន្តទម្លាក់គ្រាប់បែកប្រើអាវុធធុនធ្ងន់គ្រប់ប្រភេទចូលក្នុងបូរណភាពទឹកដីកម្ពុជាគឺកកចូលកាន់តែជ្រៅដែលបណ្ដាលឲ្យពលរដ្ឋស្លូតត្រង់របស់កម្ពុជាចាបានស្លាប់និងរបួសកើនឡើងជាបន្តបន្ទាប់នៅក្នុងពេលដែលមានការឈ្លានពានពីប្រទេសថៃនេះចាពលរដ្ឋអ្នកខ្លាំមើលនៅតែយល់ថារដ្ឋាភិបាលខ្មែរលំមដល់ពេលបើកលំហសេរីភាពនយោបាយសេរីភាពបញ្ចេញមតិនិងសេរីភាពនយោបាយដើម្បីទប់ទល់ទៅនឹងការឈ្លានពានរបស់យោធាថៃទាំងកំរោលមកលើកម្ពុជានេះចាសូមជម្រាបសួរថាថៃពីចម្ងាយចាបាទជំរាបសួរអ្នកស្រីសុជវិននិងសូមជំរាបសួរប្រិយមិត្តទូរទស្សន៍ស៊ីសេរីបាទចាថាថៃតើមកដល់ពេលនេះនឹងផលប៉ះពាល់នៃសង្គ្រាមដែលអូសបន្លាយជិត20ថ្ងៃមកនេះនឹងមានផលប៉ះពាល់យ៉ាងណាខ្លះចាបាទអ្នកស្រីសុជីវីដំបូងគាត់ចង់អាប់ដេតអំពីស្ថានភាពសង្គ្រាមនៅថ្ងៃនេះគឺថានៅតែមានការប្រយុទ្ធស្រួចស្រាវដដែលបាទយើងឃើញហើយប៉ុន្តែថ្ងៃនេះគឺមានការប្រយុទ្ធថ្មើរជើងខ្លាំងក្លាខុសពីម្សិលមិញដែលយោធាថៃបានប្រើយន្តហោះចម្បាំងពីលើអាកាសទម្លាក់គ្រាប់បែកចូលជ្រៅវាទីកាន់តែចូលជ្រៅនៅក្នុងទឹកដីខ្មែរប៉ុន្តែថ្ងៃនេះឃើញមានការប្រយុទ្ធថ្មើរជើងនៅតាមសមរភូមិមួយចំនួននៅក្នុងខេត្តព្រះវិហារខេត្តឧត្តរមានជ័យបន្ទាយមានជ័យបាត់ដំបងនិងពោធិ៍សាត់ជាដើមបាទហើយក៏មានការទម្លាក់ដ្រូនប្រើប្រាស់ដ្រូនដើម្បីពំគ្រាប់មកទម្លាក់ចូលដីខ្មែរដែរបាទនៅតាមខ្សែបន្ទាត់ព្រំដែនតាមតំបន់សមរភូមិជាដើមហើយនឹងមានការប្រើប្រាស់នៅកំភ្លើងបែបកំជ្រួចវងដែលបាញ់ពីរយៈចម្ងាយឆ្ងាយនេះចូលទៅដីកម្ពុជាដែរជាពិសេសគឺបាញ់ខ្លាំងនៅខាងតំបន់ព្រះវិហារនៅខាងប្រាសាទព្រះវិហារនៅភ្នំខ្មោចជាំតែហើយនឹងការបាញ់នៅខាងវាលអន្ត្រីចំការជែកនៅខាង5មករាសម្បុកឃុំនៅខាងប្រាសាទតាមាន់នៅខាងភូមិជោគជ័យព្រៃច័ន្ទនៅខាងតំបន់បឹងតកូនហើយនៅខាងអូភ្លុកដំរីរួមទាំងនៅខាងស្រុកមួយចំនួនដែរដូចជានៅខាងថ្មពូហើយនឹងនៅខាងសំពៅលូនជាដើមបាទការប៉ះពាល់គឺកាន់តែធំយើងឃើញហើយសេចក្តីរាយការណ៍របស់លោកសេបណ្ឌិតរៀបរាប់មិញនេះគឺថាយោធាថៃបានវាទីចូលកាន់តែជ្រៅហួសពីបន្ទាត់ព្រំដែននៅតំបន់មួយចំនួនដូច្នេះយោធាថៃបានទម្លាក់គ្រាប់បំផ្លាញផ្ទះសម្បែងបំផ្លាញអាយុជីវិតពលរដ្ឋនឹងកាន់តែកើនឡើងបាទយើងឃើញអ្នកស្លាប់កើនឡើងដល់30នាក់ហើយនឹងរបួសឡើងដល់88នាក់ហើយនឹងមានជនពិសិដ្ឋកើនឡើងដល់66,000នាក់មានជិតដល់ជាងកន្លះលាននាក់នោះបាទមានច្រើនមែនទែនហើយទំហំខូចខាតហ្នឹងគឺអាគារធំក្រុមហ៊ុនធំរួមមានផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនេះគឺខូចខ្ទេចខ្ទីតែម្ដងដែលពលរដ្ឋហ្នឹងចំណាយពេលយើងដឹងហើយថាពលរដ្ឋខ្មែរខំប្រឹងសម្បំណាស់ដើម្បីកសាងផ្ទះហ្នឹងហើយដល់ពេលផ្ទះរបស់គាត់ត្រូវបានបំផ្លាញឡើងវិញដូច្នេះជីវភាពរបស់ពួកគាត់ហ្នឹងគឺត្រូវចាប់ផ្ដើមពីចំណុច0ឡើងវិញជារឿងមួយដែលធ្ងន់ធ្ងរមែនទែនហើយតាមបណ្ដោយព្រំដែនហ្នឹងចំពោះការភៀសសឹកនេះគឺរឹតតែមានស្ថានភាពលំបាករឹតតែធ្ងន់ធ្ងរថែមទៀតពីព្រោះជនភេសកជាច្រើននៅតាមបណ្ដោយព្រំដែននេះគឺយើងឃើញពេកគ្រួសារខ្លះគឺឪពុកម្ដាយកំពុងរស់នៅធ្វើការឯប្រទេសថៃទេហើយនៅមានកូនតូចនឹងមានឪពុកម្ដាយចាស់ជរាយាយតាចាស់ជរាហ្នឹងរត់ភៀសខ្លួនអីចឹងទៅយ៉ាងកំសត់មែនទែនហើយនៅក្នុងកន្លែងជំរុំភេសសឹកនេះអ្នកស្រីសុជីវីបានឃើញហើយថាមានការខ្វះខាតច្រើនទាំងម្ហូបអាហារទាំងកន្លែងស្នាក់នៅទឹកប្រើប្រាស់រួមទាំងប្រគុណអនាម័យអីជាដើមហ្នឹងគឺថាមានការខ្វះខាតរហូតហើយមានការត្អូញត្អែរច្រើនអំពីប្រជាពលរដ្ឋនៅទីនោះបាទគ្មានការមើលថែទាំសុខភាពហ្នឹងបានត្រឹមត្រូវទេបាទហើយអាចងាយប្រឈមឆ្លងទៅនឹងជំងឺថែមទៀតនៅទីតាំងនោះឲ្យយើងមើលប្រៀបធៀបករណីនៅប្រទេសថៃហ្នឹងគឺខុសគ្នានៅឯប្រទេសថៃស្ថានភាពសង្គ្រាមដូចគ្នាហើយគេភៀសសឹកអីដែរក៏ប៉ុន្តែមិនជាកំសត់ទេគឺខាងរដ្ឋាភិបាលថៃគេមានការយកចិត្តទុកដាក់ខ្វាយខ្វល់ច្រើននៅពេលដែលជនភេសករបស់ថៃហ្នឹងយើងឃើញមានការគេរៀបចំទុកដាក់បានត្រឹមត្រូវណាស់មានកន្លែងស្នាក់នៅមានពេលប្រចាំការមើលថែមានការផ្ដល់អាហារទៀងទាត់ត្រឹមត្រូវហើយពេលយប់ឡើងហ្នឹងគេមានការសម្ដែងយីគេឲ្យមើលទៀតហាក់ដូចជាមិនកំសត់ដូចខ្មែរទេខ្មែរយើងគឺថាកំសត់ណាស់អ្នកខ្លះហ្នឹងគឺយើងឃើញនៅលើបណ្ដាញសង្គមហ្នឹងយើងសឹងថាពិបាកទប់ចិត្តពិបាកទប់អារម្មណ៍ណាស់នៅឃើញស្ថានភាពទុក្ខវេទនារបស់ពលរដ្ឋខ្មែរយើងដែលកំពុងភៀសសឹកនៅតំបន់នោះបាទចាលោកថាថៃពេលដែលលោកប្រៀបធៀបជាមួយនឹងខាងភាគីថៃនេះចាគឺយើងក៏អាចនិយាយបានដែរថាដោយសារតែគេជាអ្នកឈ្លានពានយើងគេមានកម្លាំងខ្លាំងជាងយើងគេមានលុយច្រើនជាងយើង
ហើយគេមានពេលវេលាពីព្រោះគេជាអ្នកឈ្លានពានដូច្នេះគេប្រកាសជាអាចរៀបចំបានប្រសើរជាងពីព្រោះថាគេបានត្រៀមខ្លួនទុកមុនចំណែកកម្ពុជាគឺជាជនរងគ្រោះចាហើយតែកន្លែងនេះអ្នកស្រីសុជីវីយើងថាថៃបានឈ្លានពានត្រៀមខ្លួនប៉ុន្តែរដ្ឋាភិបាលខ្មែរក៏គួរតែដឹងដែរពីព្រោះលោកហ៊ុនសែនបានលេងល្បែងនយោបាយគ្រោះថ្នាក់ជាមួយនឹងប្រទេសថៃដូច្នេះលោកហ៊ុនសែនមិនអាចនិយាយថាអត់ដឹងសង្គ្រាមនេះកើតឡើងដោយចៃដន្យទេសង្គ្រាមនេះគឺត្រូវបានគេមើលឃើញថាលោកហ៊ុនសែនជាតួអង្គមួយសំខាន់ណាស់នៅក្នុងការបញ្ឆេះឲ្យមានសង្គ្រាមនេះគឺតាំងពីការទម្លាយសម្លេងផ្ដើមចេញពីទំនាស់រវាងគ្រូសារបស់លោកហ៊ុនសែននិងលោកថាក់ស៊ីនផ្ទាល់តែម្ដងហើយបន្ទាប់មកមានការបែកធ្លាយសម្លេងលោកហ៊ុនសែនបានបញ្ចេញសម្លេងសន្ទនារបស់អ្នកស្រីទេថងខានរហូតដល់ធ្វើឲ្យនយោបាយនៅក្នុងប្រទេសថៃចលាចលមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីផ្លាស់ប្ដូរអ្នកដឹកនាំនឹងឯងដែលធ្វើឲ្យបង្កើតជាចំនួនតានតឹងនៅតាមព្រំដែននេះដូច្នេះលោកហ៊ុនសែនលេងល្បែងគ្រោះថ្នាក់នេះសម្រាប់ជាតិលោកហ៊ុនសែនគួរតែដឹងហើយលោកហ៊ុនសែនមិនគួរណាថាធ្វើប្រហែសឲ្យមិនបានត្រៀមខ្លួនទេចំណុចនេះលោកហ៊ុនសែនគួរតែពលរដ្ឋខ្មែរគួរតែដឹងដែរថារដ្ឋាភិបាលគួរមានការទទួលខុសត្រូវខ្ពស់មែនទែនខ្ញុំឃើញដូចទាហានខ្មែរយើងចឹងអ្នកស្រីសុជីវីនៅពេលដែលគាត់ទៅប្រយុទ្ធនៅឯសមរភូមិយើងឃើញនៅឯសមរភូមិឯណោះពេលដែលគាត់ត្រូវរបួសគាត់ចំណាយពេលគាត់ត្រូវរបួសធ្ងន់ធ្ងរគាត់ឈឺចុកចាប់ទម្រាំទេហើយគេទៅទទួលគាត់ពេលដែលគាត់មកដល់គេយកពីកន្លែងសមរភូមិក្តៅមកកន្លែងដើម្បីរងចាំឡានពេទ្យនឹងរាប់សិបម៉ោងទម្រាំមកដល់កន្លែងដែលមានសុវត្ថិភាពហើយហ្នឹងទុកគាត់នឹងរងចាំឈឺដេកប្រកាច់ប្រកិនដើម្បីយឺឡានពេទ្យនឹងមកសង្គ្រោះគាត់យកទៅកន្លែងព្យាបាលដូច្នេះនេះគឺថាយើងអត់បានត្រៀមលក្ខណៈដើម្បីជួយយុទ្ធជនរបស់យើងទាហានរបស់យើងពលរដ្ឋរបស់យើងដែលរងរបួសហ្នឹងឲ្យគាត់នឹងបានទទួលការព្យាបាលភ្លាមទេរហូតដល់របួសល្មមហូរឈាមតលខ្សោះបាត់បង់ជីវិតទៅដូច្នេះមានន័យថាយើងអត់បានត្រៀមហើយលោកហ៊ុនសែនកន្លងមកក៏ធ្លាប់បាននិយាយដែរថាគាត់មិននឹកស្មានថាមានសង្គ្រាមទេដូច្នេះក៏អត់បានបំពាក់សម្ភារៈឧបករណ៍ការពារខ្លួនឲ្យដល់កងទ័ពក៏ប៉ុន្តែលោកហ៊ុនសែននិយាយបែបនេះគឺអត់ត្រឹមត្រូវទេលោកហ៊ុនសែនខ្លួនឯងគឺជាអ្នកដែលបានចូលរួមបង្កឲ្យមានភាពតានតឹងឲ្យមានសង្គ្រាមនេះកើតឡើងបាទចាលោកហ៊ុនសែនក៏បានលើកឡើងដែរកន្លងមកហ្នឹងថាថៃប្រកាសជាមិនហ៊ានទម្លាក់គ្រាប់ចូលទឹកដីកម្ពុជាទេពីព្រោះកម្ពុជាក៏មានសំណាញ់មេឃដើម្បីទប់ទល់ដែរដូច្នេះលោកសុទ្ធតែបានលើកឡើងថាមិនបានត្រៀមខ្លួនទុកជាមុនស្រេចទៅហើយចាលោកថាថៃមកដល់ពេលនេះជាងកន្លះខែមកនេះតើយោធាថៃនឹងអាចទប់ទល់បានគ្រប់សមរភូមិទេលោកថាថៃបានលើកឡើងថានៅថ្ងៃនេះចាមានការប្រយុទ្ធគ្នានឹងដោយទ័ពថ្មើរជើងនឹងគឺច្រើនជាងសប្តាហ៍ដែលថៃតែងតែប្រើយន្តហោះទម្លាក់គ្រាប់ច្រើនជាងថ្ងៃនេះពីព្រោះកន្លងមកនេះមានការលើកឡើងច្រើនណាស់មានការជឿជាក់ណាស់ថាកងទ័ពថ្មើរជើងកម្ពុជាគឺមានជំនាញចាមានកម្លាំងខ្លាំងហើយអាចទប់ទល់នៅសមរភូមិក្នុងករណីដែលមានការវាយដោយថ្មើរជើងឬក៏ដោយដៃយើងមិននិយាយដល់ការទម្លាក់គ្រាប់នេះចាបាទនៅអ្នកស្រីសុជីវីតើមិនចង់យើងពិតជាកោតសរសើរនៅភាពអង់អាចក្លាហានរបស់កងទ័ពខ្មែរយើងពីព្រោះយើងឃើញកម្លាំងប្រយុទ្ធគ្នានេះគឺខុសគ្នាខ្លាំងណាស់បើប្រៀបធៀបជាមួយខ្មែរហើយនិងថៃកងទ័ពរបស់ថៃដូចខ្ញុំនិយាយចឹងថៃគេស៊ី steak គេស៊ីសាច់ steak ខ្មែរយើងហូបបាយសាច់គោអាំងចាអត់សាច់គោអាំងគាត់ហូបបាយច្រកថងគាត់ផឹកទឹកតាមដងអូគ្មានការមើលថែត្រឹមត្រូវយើងឃើញស្បែកដណ្ដប់ឆ្អឹងកងទ័ពខ្មែរយើងក៏ប៉ុន្តែយើងសរសើរនៅទឹកចិត្តអង់អាចភាពក្លាហានស្បែកជើងផ្ទាត់ទៀតចាលោកថាបាទយើងឃើញគឺខុសគ្នាណាស់យើងមើលឃើញទាហានស៊ីមគឺយើងឃើញហើយទាំងការស្លៀកពាក់ឯកសន្តានរបៀបគេចេញមកហ្នឹងគឺថាអំណាចណាស់ក៏ភ្លើងដែលគេកាន់នេះហ្នឹងគឺថាគេបាញ់មកម្ដងហ្នឹងរះយកហ្នឹងយើងបាញ់គេកេះកៃហ្នឹងអត់ចង់ផ្ទុះគ្រាប់ផងកំភ្លើងចាស់ដែលយើងឃើញក៏ប៉ុន្តែយ៉ាងណាក៏ដោយយើងឃើញការដែលកងទ័ពខ្មែរយើងអាចទប់ទល់ជាមួយនឹងទាហានថៃមកដល់ពេលនេះគឺចាត់ទុកថាជារឿងមួយដែលខ្លាំងហើយគាត់លះបង់គាត់មិនញញើតឆន្ទៈការពារទឹកដីរបស់គាត់ហ្នឹងគឺខ្លាំងក្លាមែនតើជារឿងមួយដែលយើងសរសើរក៏ប៉ុន្តែយើងឃើញយោធាថៃគេប្រើគ្រប់មធ្យោបាយទាំងអស់នៅក្នុងការវាយដណ្ដើមយកទីតាំងសមរភូមិពីព្រោះថៃគេមានលទ្ធភាពគេមានសព្វវុធទំនើបគេប្រើតាំងលើអាកាសគេប្រើលើអាកាសវិញគេប្រើមានតាំងយន្តហោះចម្បាំងដែលទំនើបមែនទែនហើយគេប្រើទាំងដ្រូនទម្លាក់គ្រាប់ប្រើទាំងអធមភេកជ្ជៈគេប្រើទាំងអីហ្នឹងដូច្នេះយើងប្រើតែកងទ័ពថ្មើរជើងទេដើម្បីទប់ទល់ជាមួយថៃដូច្នេះថៃគេមានព្រៀបជាងការប្រយុទ្ធtrongរយៈមកដល់ពេលនេះគឺថៃបានព្រៀបហើយយើងឃើញថានៅតំបន់ខ្លះគឺថៃបានចូលជ្រៅហួសពីបន្ទាត់ព្រំដែនតាមរូបភាពកន្លងមកដោយអ្នកស្រីបានឃើញហើយមានការបង្ហាញជាហូរហែអ្វីត្បិតមកដល់ពេលនេះខាងក្រសួងការពារជាតិមិនបានបង្ហាញលទ្ធផលឈ្នះចាញ់ដោយសារថាសង្គ្រាមកំពុងបន្តប៉ុន្តែយើង
យើងជាអ្នកព័ត៌មានយើងឃើញនៅទីតាំងឬឃើញនៅសមរភូមិនៅតំបន់ខ្លះហ្នឹងគឺខ្មែរយើងបានបាត់បង់ទៅថៃដូចខ្ញុំថាអញ្ចឹងគឺដោយសារថៃគេមានការប្រយុទ្ធនឹងគ្រប់ប្រភេទទាំងអស់ទាំងអាវុធគេមានអាវុធទន់ធ្ងន់អាវុធទំនើបអីសពបែបយ៉ាងនៅតំបន់សមរភូមិដែលយោធាថៃកាន់កាប់ហ្នឹងយើងឃើញដូចជានៅតំបន់អានសេះនៅតាកបីនៅប្រាសាទ350នៅប្រាសាទខ្នាព្រមទាំងទីតាំងសមរភូមិមួយចំនួនទៀតដូចជានៅថ្មដានៅអូស្មាច់អីជាដើមនៅអានសេះអ្នកស្រីសុជីវីបានឃើញហើយគឺគេបានជួសឆាយគំតិចនៅរង្វង់មូលតាអ៊ុំនៅរូបសំណាក់តាអ៊ុំហើយបន្ទាប់មកយោធាថៃបានរុលចូលមកកាន់តែជ្រៅថែមទៀតនៅដល់តំបន់នៅកាស៊ីណូមួយហើយរហូតដល់ជួសឆាយរូបសំណាក់អតិទេពរូបសំណាក់ព្រះវិស្ណុនៅជិតកាស៊ីណូនៅតំបន់អានសេះហ្នឹងដែលយើងឃើញមានការប្រតិកម្មហោហែពីរដ្ឋាភិបាលឥណ្ឌាជាដើមបាទគឺចូលមកជ្រៅមែនទែនបើយើងមើលទៅរាប់ជាច្រើនគីឡូម៉ែត្រឯណោះបាទ2ទៅ3គីឡូម៉ែត្រឆ្ងាយមែនទែនហើយយើងឃើញយោធាថៃមកចូលថតមកស្រែកហូលើកទង់ជាតិនៅតំបន់កន្លែងរូបសំណាក់ហ្នឹងហើយអ្នកស្រីសុជីវីដឹងហើយថាយោធាថៃមិនមែនមានត្រឹមតែប៉ុណ្្នឹងទេដែលមកឈរលើកទង់ជាតិអីស្រែកហូអីប៉ុណ្្នឹងពីព្រោះវាជារឿងមួយថៃមិនមែនមិនដឹងថាគ្រោះថ្នាក់ទេពីព្រោះក្នុងសមរភូមិកំពុងប្រយុទ្ធគ្នាបែបនេះបើសិនតែប្រហែលគឺកម្ពុជាអាចនឹងផ្លោងទៅហើយប៉ះពាល់ដូច្នេះនៅពេលដែលមានកងទ័ពថ្មើរជើងគេមកចូលមកតាំងទីឈរជើងមកប៉ុណ្ណេះមានន័យថាគេមានកងឆ្លូបយកការគេចូលកាន់តែជ្រៅគេមានកងទ័ពប្រយុទ្ធគេក៏ចូលកាន់តែជ្រៅលើនឹងទៀតដូច្នេះមានន័យថាថៃនឹងបានវាទីឈ្លានពានចូលកាន់តែជ្រៅនៅក្នុងទឹកដីខ្មែរនៅតំបន់មួយចំនួនក៏ប៉ុន្តែយើងឃើញខាងភាគីកម្ពុជានឹងមិនទាន់បានប្រកាសនៅឡើយទេចំពោះរឿងនេះហើយនៅតំបន់អូស្មាច់ដោយអ្នកស្រីសុជីវីបានស្ដាប់នៅសេចក្តីរាយការណ៍របស់លោកសេបណ្ឌិតមិញអញ្ចឹងគឺថាយោធាថៃបានចូលមកកាន់តែជ្រៅដែរនៅតំបន់ហ្នឹងហើយចូលដល់ផ្ទះលំនៅឋានរបស់ប្រជាពលរដ្ឋនៅតំបន់អាគារកាស៊ីណូបានចាប់ពលរដ្ឋខ្មែរចង់ស្លាប់សេកនឹងវាយធ្វើបាបរហូតដល់បាញ់សម្លាប់អីប៉ូលីសខ្មែរថែមទៀតបាទនៅតំបន់ហ្នឹងនៅទីតាំងផ្សេងទៀតហើយនៅដូចជានៅតាកបីនេះក៏ចូលមកជ្រៅដែរនៅតំបន់តាកបីនេះគេបានយកប្រាសាទតាកបីពីព្រោះប្រាសាទតាកបីនេះពីមុនមកយើងទាហានថៃនិងទាហានខ្មែរនេះឈរមកចំហៀងម្នាក់ក៏ប៉ុន្តែតាមព័ត៌មានដែលយើងឃើញគឺឥឡូវនេះទាហានថៃបានចូលមកជ្រៅផុតពីប្រាសាទតាកបីនឹងថែមទៀតបាទនៅខាងព្រៃច័ន្ទបឹងតគូនហ្នឹងក៏ចូលមកជ្រៅដែរធ្វើតែបាត់នៅមានបាញ់ផ្លោងប៉ុន្តែយោធាថៃបានចូលមកជ្រៅពីព្រោះនៅទីនោះមានប្រទេសទាហានថៃធំមួយដូច្នេះយោធាថៃបានចូលកាន់តែជ្រៅហើយបាញ់ផ្លោងចូលរីកសាយភាយពង្រីកសមរភូមិឈ្លានពាននៅតំបន់នោះផងដែរបាទចាស្ដាប់អ្វីដែលលោកថាថៃលើកឡើងនេះគឺទាហានខ្មែរយើងគឺប្រយុទ្ធដោយស្មារតីស្នេហាជាតិចាស់ការពារទឹកដីការពារមាតុភូមិនេះសុទ្ធសាធហើយគឺมันមាននៅពេលដែលយើងខ្វះខាតសពបែបយ៉ាងតាំងពីសពាវុធម្ហូបអាហារចំណីអាហារគ្រឿងគាំពៀផ្នែកយោធាសពបែបយ៉ាងទាំងអស់ដូច្នេះស្មារតីនិងឆន្ទៈរបស់ពួកគាត់នេះគឺជាកម្លាំងចិត្តកម្លាំងកាយរបស់ពួកគាត់តែម្ដងចាយើងងាកមកពីរឿងលំហសេរីភាពវិញចាលោកថាថៃអំបញ្ញមិញនេះខ្ញុំក៏បានសម្ភាសជាមួយនឹងលោករស់សថាដែរគឺមកដល់ពេលនេះមានការប្រកាសឲ្យមានការរួបរวมមានប្រកាសឲ្យមានការសាមគ្គីគ្នាខ្មែរតែមួយជ្រងទង់ដើម្បីជាតិយើងដើម្បីផលប្រយោជន៍ជាតិដើម្បីការពារបូរណភាពទឹកដីអីចឹងមែនប៉ុន្តែយើងនៅតែមើលឃើញថាការបំបិទសិទ្ធិសេរីភាពចាលំហសេរីភាពតាំងសេរីភាពរបស់ពលរដ្ឋសេរីភាពរបស់អ្នកនយោបាយអីហ្នឹងនៅតែបន្តរដ្ឋបិទនៅឡើយទេតើចំណុចនេះចំពោះលោកថាថៃលោកមានអ្វីមកជម្រាបជូនលោកអ្នកនាងបន្ថែមតទៅទៀតទេចាសូមអញ្ជើញបាទម្សិលមិញនេះកម្មវិធី podcast គឺលោកជំនិតបុតនិងលោកសំបាលីបានជជែកច្បាស់ណាស់អំពីពាក្យផ្សះផ្សានិងរូបរួមជាតិនៅក្នុងស្ថានភាពសង្គមខ្មែរនេះអ្នកស្រីសុជីវីបានឃើញហើយអ្នកដែលភាសាលោកហ៊ុនសែនផ្សះផ្សារូបរួមជាតិនេះទាល់តែចោះចូលចោះចាញ់លុតក្រាបចំពោះលោកហ៊ុនសែនទៅបំរើលោកហ៊ុនសែនឈប់រិះគន់លោកហ៊ុនសែនតទៅទៀតបើសិនជាអ្នកណាដែលនៅមានជំហររឹងមាំហ៊ាននិយាយការពិតនិយាយដើម្បីផលប្រយោជន៍រួមផលប្រយោជន៍សាធារណៈគឺលោកហ៊ុនសែនមិនអនុញ្ញាតឲ្យចូលឬក៏ធ្វើកិច្ចការងារនៅប្រទេសកម្ពុជាបានទេដូច្នេះមកដល់ពេលនេះយើងឃើញនៅតែមានការរឹតបន្តឹងនៅសិទ្ធិសេរីភាពនយោបាយសិទ្ធិសេរីភាពសារព័ត៌មានសិទ្ធិសេរីភាពបញ្ចេញមតិដដែលមិនមានការបើកលំហមិនមានការរួបរวมផ្សះផ្សាជាទេយើងឃើញមកដល់ពេលនេះមិនមានការដោះលែងនយោបាយណាមួយឲ្យមានសេរីភាពទេហើយអ្នកដែលជាប់ក្តីក្តាមតុលាការហ្នឹងក៏នៅតែបន្តប្រើប្រាស់ប្រព័ន្ធតុលាការហ្នឹងនៅក្នុងការគៀបសង្កត់មិនឲ្យធ្វើអ្វីកើតដែរដូចជាករណីលោករងឈុននៃជាដើមលោករងឈុនយើងឃើញគាត់ក៏ជាតួអង្គមួយដែលខិតខំសម្បំណាស់នៅក្នុងការជួយជំរុញឲ្យមានដំណើរការប្រជាធិបតេយ្យចូលរួមជំរុញឲ្យមានការដំឡើងប្រាក់ខែទៅដល់មន្ត្រីរាជការទាហាននេះយើងឃើញតាមពិតដូចជាប្រាក់ខែទាហានប្រាក់ខែមន្ត្រីរាជការនេះគឺមានគុណលោករងឈុននឹងមានគុណបំណាច់ធំណាស់ពីព្រោះលោកបានចូលរួមទីមទានឹងសម្បំណាស់ដើម្បីឲ្យមានការដំឡើងប្រាក់ឈ្នួលនឹងពីព្រោះលោកគិតថាទាហាននេះគាត់បានលះបង់ការពារជាតិទឹកដីនឹងដូច្នេះគួរតែត្រូវដំឡើងប្រាក់ខែពួកគាត់ឲ្យរស់នៅបានសមរម្យមែនទែន
បាទដូច្នេះលោករងឈុនបានទៀមទីច្រើនហើយលោកថែមទាំងឈឺឆ្អាលរឿងព្រំដែនក៏ត្រូវបានរដ្ឋាភិបាលលោកហ៊ុនសែននេះចាប់ដាក់ពន្ធនាគារម្ដងជា2 ដងហើយមកទល់ពេលនេះថែមទាំងដាក់សម្ពាធតាមផ្លូវតុលាការមិនឲ្យដកហូតសិទ្ធិមិនឲ្យធ្វើនយោបាយនិងដាក់ពិន័យលោកនឹងលុយរាប់សិបម៉ឺនដុល្លារថែមទៀតបាទដូច្នេះមិនមានការបទូបថយទេមកទល់ពេលនេះហើយនៅតែមានការបិទសម្បីបើអ្នកបើសេរីភាពសារព័ត៌មានលោកថាថៃកាត់ប្រសាសន៍តិចតាក់ទងទៅនឹងការទៀមទាដាក់ញត្តិរបស់លោករងឈុននេះចានេះខ្ញុំធ្លាប់និយាយលេងជាមួយលោករងឈុនដែរថាញត្តិដែលលោករងឈុនដាក់ទៀមទាឲ្យដំឡើងប្រាក់ខែទៅដល់មន្ត្រីរាជការទៅដល់គ្រូបង្រៀននេះគឺថាប្រហែលជាគោមិនដឹងកម្រិតណាទេនៅឯក្រសួងអប់រំដែលលោកបានតែងតែដាក់រហូតទោះបីជាមានការរៀបរៀងមិនក៏លោករងឈុននៅតែដាក់ញត្តិដើម្បីទាមទារដំឡើងប្រាក់ខែចាតើតើនៅលោករងឈុននេះចានៅថ្ងៃស្អែកចាយើងនឹងមានលោករងឈុនចូលមកក្នុងកម្មវិធីផ្សាយផ្ទាល់របស់ទូរទស្សន៍អាស៊ីសេរីចាយើងនឹងជជែកជាមួយលោករងឈុនពីការរួបរวมពីការសាមគ្គីពីការអំពាវនាវឲ្យមានការរួបរวมគ្នានេះថាតើលោករងឈុនយល់ឃើញយ៉ាងណាតើអ្វីដែលការអំពាវនាវនេះអាចឲ្យលោករងឈុនបានរួចពីការចាប់ប្រកាន់ឬក៏មានសេរីភាពដើម្បីគាត់ធ្វើនយោបាយដើម្បីឲ្យគាត់អាចទាមទារផលប្រយោជន៍សម្រាប់គ្រូបង្រៀនសម្រាប់កម្មករអីនោះបានឬយ៉ាងណាចាយើងនឹងមានលោករងឈុនចូលមកកម្មវិធីផ្សាយរបស់យើងនៅយប់ស្អែកចាសូមអញ្ជើញបន្តចាលោកថាតែចាបាទអ្នកស្រីសុជីវីចំពោះសេរីភាពសារព័ត៌មានវិញយើងឃើញនៅក្នុងមកទល់ពេលនេះមិនមានការបើកលំហទេនៅតែមានការរឹតបន្តឹងខ្លាំងហើយសូម្បីតែក្រុមការងារយើងដែលដាក់ពាក្យស្នើសុំហ្នឹងក៏គេមិនឲ្យចូលដែរហើយអ្នកនៅសារព័ត៌មានដែលនៅបំពេញនៅស្រុកខ្មែរនេះយើងឃើញភាគច្រើនអ្នកសារព័ត៌មានតិចតួចណាស់ដែលអាចនៅបំពេញការងារដែលយើងហៅថាពួកគាត់ជាអ្នកសារព័ត៌មានក្រៅពីនោះមិនមែនជាអ្នកសារព័ត៌មានទេពួកគាត់គ្រាន់តែជាអ្នកបម្រើរដ្ឋាភិបាលរបស់លោកហ៊ុនសែននេះមិនហ៊ានរាយការណ៍ការពិតទេអ្នកសារព័ត៌មានមានតិចតួចស្ថាប័នហ្នឹងតិចតួចមែនទែនដែលនៅបន្តសរសេរអីហើយពួកគាត់សរសេរហ្នឹងគឺសរសេរដោយភ័យខ្លាចសរសេរដោយភ័យព្រួយមែនទែនយើងឃើញករណីជាក់ស្ដែងរឿងករណីយោធាថៃកំទេចនៅរូបសំណាក់អតិទេពវិស្ណុនេះដែលយើងឃើញអត់មានកាសែតក្នុងស្រុកណាចុះផ្សាយទេម្នាក់អត់ហ៊ានចុះផ្សាយពីព្រោះរដ្ឋាភិបាលខ្មែរមានប្រកាសទទួលស្គាល់ទេគេអត់ប្រកាសហើយអ្នកកាសែតអត់ហ៊ានទេខ្លាចបើផ្សាយមុនការអាំងរបស់រដ្ឋាភិបាលផ្សាយមិនស្រួលអាចគេចាត់ទុកថាយករូប AI យកអីណាមកផ្សាយហ្នឹងគឺនាំឲ្យមានបញ្ហាដូច្នេះរឿងនេះត្រូវបានទុកចោលរហូតដល់ឥណ្ឌាទេយើងឃើញរដ្ឋាភិបាលឥណ្ឌាឃើញអតីតតំណាងរាស្ត្រសមាជិកសភារបស់ឥណ្ឌាទេដែលឃើញរូបនេះហួសចិត្តហើយបានបញ្ចេញប្រតិកម្មទៅលើយោធាថៃទើបបានខាងខ្មែរខាងសារព័ត៌មានមួយចំនួនហ្នឹងចាប់ផ្ដើមចុះផ្សាយរឿងហ្នឹងប្រងព្រាតទៅចាប់អារម្មណ៍ទៅរួមទាំងរដ្ឋមន្ត្រីក្រសួងព័ត៌មានលោកនេតភត្រាផងបាទជាការពិតមុនដំបូងគឺគេអត់ផ្សាយគឺគេអត់និយាយទាំងអស់សូម្បីតែរូបសំណាក់នៅអានសេះរូបសំណាក់តាអ៊ុំការបំផ្លាញហ្នឹងគឺថាអត់មានផ្សាយទេគឺព្យាយាមកុហករហូតហើយ MMO របស់ក្រុមលោកហ៊ុនម៉ាណែតដែលបង្កើតឡើងហ្នឹងព្យាយាមបំភ្លៃណាស់ថារិះរូបមិនពិតទេហើយតែប្រកាសថាឥឡូវនេះទាហានខ្មែរហ្នឹងប្លង់ទាហានថៃហ្នឹងស្លាប់គោជើងហើយនៅតំបន់ហ្នឹងអីជាដើមក៏ប៉ុន្តែការវត្តជាការលើកទឹកចិត្តខ្លួនឯងជាការលងខ្លួនឯងប៉ុន្តែមិនមែនជាការពិតទេបាទដូច្នេះមានន័យថាសេរីភាពសារព័ត៌មានហ្នឹងគឺមានការរឹតបន្តឹងហើយការរឹតបន្តឹងបែបហ្នឹងឃើញមានផលប៉ះពាល់អ្នកសារព័ត៌មានលែងហ៊ានផ្សាយលែងហ៊ាននិយាយអីការពិតហើយខុសពីប្រទេសថៃដែលគេមានសេរីភាពនៅក្នុងការចុះផ្សាយដូច្នេះយើងមិនអាចប្រកួតប្រជែងលើសមរភូមិសារព័ត៌មានជាមួយនឹងប្រទេសថៃអ្នកស្រីសូជីវីឃើញហើយគឺថាប្រទេសថៃគេបានចុះផ្សាយយ៉ាងសកម្មមែនទែននៅលើបណ្ដាញសារព័ត៌មានថៃអំពីចំនួននេះហើយសារព័ត៌មានថៃបានយើងឃើញចង់មិនចង់គឺគេផ្សាយលំអៀងខ្លាំងណាស់ក្នុងករណីចំនួននេះគឺគេផ្សាយចោតប្រកាន់គេផ្សាយអីសពបែបយ៉ាងមកលើខ្មែរដែលជាប្រទេសរងគ្រោះហើយគេចាត់ទុកថាខ្មែរជាអ្នកបង្កបញ្ហាជាអ្នកឈ្លានពានប្រទេសថៃអីជាដើមដូច្នេះពិភពលោកអាចមើលឃើញកម្ពុជានឹងមិនមែនជាប្រទេសរងគ្រោះទេប្រសិនបើយើងផ្សាយមិនបានត្រឹមត្រូវយើងបិទសិទ្ធិសេរីភាពសារព័ត៌មានបែបនេះធ្វើឲ្យពិភពលោកនឹងគេពិបាកមើលយើងណាស់បាទយើងឃើញក្រៅពីនឹងទេសេរីភាពបញ្ចេញមតិអ្នកស្រីសុជីវីក៏បានឃើញដែរមានការរឹតបន្តឹងណាស់លោកហ៊ុនសែនទើបបញ្ចេញសម្លេងមិនឲ្យមានការរិះគន់មិនឲ្យមានការនិយាយប៉ះពាល់ទៅដល់ការដឹកនាំរបស់លោករដ្ឋាភិបាលរបស់លោកគណៈបកកណ្ដាលអំណាចអីទេគឺបើនិយាយគឺថាมันអាចលើកលែងឲ្យបានដាច់ខាតត្រូវតែចាប់អីយ៉ាងទៅដើមយើងដឹងហើយនៅក្នុងស្ថានភាពដែលយើងកំពុងមានបញ្ហាជាមួយប្រទេសថៃនេះរឿងសង្គ្រាមខ្មែរថៃនេះយើងអត់ដឹងថាពេលណាអាចនឹងចប់ផងទេមកទល់ពេលនេះមិនឃើញមានផ្លូវតតែសោះថានឹងបញ្ចប់ដោយរបៀបណាពីព្រោះយោធាថៃហាក់លេងខ្វល់គឺតែពីប្រយុទ្ធឈ្លានពានចូលប្រទេសកម្ពុជារាល់ថ្ងៃហើយសង្គ្រាមនេះមានផ្លូវតតែសហរដ្ឋអាមេរិកហើយនឹងមហាអំណាចចិនដាក់សម្ពាធធ្ងន់ធ្ងរមែនទែនទៅលើយោធាថៃទើបអាចទៅរួចបើសិនបើប្រតិកម្មធម្មតាដូចសប្តាហ៍ថ្ងៃនេះមិនអាចធ្វើទេពីព្រោះប្រតិកម្មបែបនេះមិនអាចធ្វើឲ្យថៃនេះជ្រុះរោមជើងផងទេហើយយើងឃើញហើយរដ្ឋាភិបាលលោកហ៊ុនសែនដល់សប្តាហ៍ថ្ងៃនេះរឿងដែលគួរធ្វើមិនធ្វើទេឥឡូវនេះឃើញនាំគ្នាចេញញត្តិថ្កោលទោសថៃប្រងព្រាតសួរថាថ្កោលទោសនេះធ្វើឲ្យថៃឈឺចាប់ទេថ្កោលទោសនេះធ្វើឲ្យថៃមានគ្រោះថ្នាក់ទេគឺអត់មានតតែសោះរឿងដែលគួរធ្វើដែលថៃអាចបារម្ភបើសិនជាមានការរួបរวมជាតិក្នុងចំណោមខ្មែរគ្រប់គ្នាគ្រប់និន្នាការគឺជារឿងមួយដែលធ្វើឲ្យថៃបារម្ភទៅវិញក៏ប៉ុន្តែរឿងនេះបែរជាអត់ធ្វើការបើកលំហសេរីភាពក៏អត់ធ្វើសេរីភាពសារព័ត៌មានសេរីភាពនយោបាយសេរីភាពទេគឺអត់មានធ្វើទេ
គេមនុស្សអ្នកខ្លមើលជាច្រើនបានលើកឡើងហើយថាឲ្យមានការរួបរวมជាតិផ្សះផ្សាចិត្តឲ្យពិតប្រាកដនៅក្នុងស្ថានភាពនេះឲ្យខ្មែរធ្វើកិច្ចការងារដើម្បីទាំងអស់គ្នារួមធ្វើការងារដើម្បីទប់ទល់ជាមួយនឹងការឈ្លានពានរបស់ប្រទេសថៃឥឡូវបើសិនជាឧទាហរណ៍ថាមានការរួបរวมជាមួយនឹងអ្នកនយោបាយបពប្រឆាំងពិតប្រាកដមួយយើងឃើញហើយមានការយើងអនុញ្ញាតឲ្យអ្នកនយោបាយបពប្រឆាំងគាត់ធ្វើកិច្ចការងារតស៊ូមតិនៅលើឆាកអន្តរជាតិក្រុមអាដាមសំរងស៊ីគាត់ធ្វើកិច្ចការងារនៅលើឆាកអន្តរជាតិក្រុមលោកហ៊ុនសែនឲ្យធ្វើកិច្ចការយើងបែងចែកគ្នាធ្វើការដូច្នេះអាចធ្វើឲ្យចំនួននេះអាចមានការដោះស្រាយប្រសិនបើមានការរួមកម្លាំងគ្នាក្នុងចំណោមខ្មែរក៏ប៉ុន្តែយើងឃើញរាល់ថ្ងៃនេះមានការបាក់បែកលោកហ៊ុនសែនហើយរឿងដែលអាចរួបរวมបានគ្មាននរណាម្នាក់អាចធ្វើទៅបានទេគឺមានតែអ្នកកាន់អំណាចដូចលោកហ៊ុនសែនទេដែលអាចធ្វើទៅបានរាល់ថ្ងៃនេះអ្នកខ្លះបន្ទោសថាមិនបានលោកសំរងស៊ីឬក៏បន្ទោសអ្នកប្រឆាំងឬក៏បន្ទោសអ្នកនេះនោះមិនរួបរวมប៉ុន្តែអ្នកដែលមានឥទ្ធិពលរួបរวมនោះគឺលោកហ៊ុនសែនហើយបើលោកហ៊ុនសែនអត់រួបរวมមិនដឹងថាទៅមិនទេព្រោះលោកហ៊ុនសែនមានអំណាចបាទអ្នកប្រឆាំងមិនអាចផ្ដើមឲ្យមានការរួបរวมបានទេបាទព្រោះអ្នកប្រឆាំងមានអំណាចទេមកទល់ពេលនេះបាទដូច្នេះដំណាក់កាលនេះគឺសង្គ្រាមខ្មែរថៃមិនដឹងពេលណាចប់រឿងចាំបាច់បំផុតត្រូវការមានការរួបរวมក៏ប៉ុន្តែលោកហ៊ុនសែនអត់ធ្វើរឿងទាំងអស់នេះគឺធ្វើឲ្យមានផលប៉ះពាល់មែនទែនដូច្នេះនៅពេលដែលគ្មានការរួបរวมគ្មានការបើកលំហសេរីភាពបញ្ចេញមតិលំហសេរីភាពនយោបាយលំហសេរីភាពសារព័ត៌មានជាការពិតណាស់ខ្មែរយើងឈឺចាប់ដោយសារថៃឈ្លានពានមកតង់ឈឺចាប់មកតង់ទៀតគឺរដ្ឋាភិបាលធ្វើបាបខ្មែរគ្នាឯងគៀបសង្កត់ខ្មែរគ្នាឯងនេះគឺជាការឈឺចាប់ហើយរបួសផ្លូវចិត្តទាំងពីរតែម្ដងដែលពិបាកណាស់បាទក្នុងស្ថានភាពបែបនេះហើយម្នាក់មិនហ៊ាននិយាយមិនហ៊ានថាមិនហ៊ានផ្ដល់យោបល់ពីព្រោះខ្លាចមានបញ្ហាសូម្បីតែអ្នកសារព័ត៌មាននៅស្រុកខ្មែរក៏ផ្សាយនឹងប្រយ័ត្នប្រយែងមែនទែនប្រយ័ត្នប្រយែងណាខ្លាចជាប់ទោសអ្នកខ្លះគាត់មានយោបល់ល្អគាត់ចង់ឲ្យរដ្ឋាភិបាលធ្វើរឿងល្អក៏មិនហ៊ាននិយាយដែរឥឡូវនេះគឺខ្លាចជាប់គុកនិយាយទៅជាប់គុកបាទដូច្នេះនៅពេលដែលគ្រប់គ្នាមិនហ៊ានធ្វើអីសោះច្បាស់ណាស់ពិភពលោកក៏គេមិនបានដឹងលម្អិតអំពីបញ្ហាខ្មែររងការឈ្លានពានពីប្រទេសថៃហើយប្រទេសថៃកាន់តែក៏ក្លឿនកាន់តែបានចិត្តនៅក្នុងការឈ្លានពានរបស់ខ្មែរហើយខ្មែរអាចនឹងរងគ្រោះរហូតបើសិនជាថៃចង់ធ្វើខ្ញុំជឿថាគ្រោះថ្នាក់ខ្លាំងមែនទែនមិនមែនលេងសើចទេហើយខ្មែរយើងកុំបានត្រឹមតែអួតយើងមើលអ្វីដែលជាក់ស្ដែងអ្វីដែលប្រកបនិយមតើយើងមានអីទប់ទល់យើងនិយាយខ្លះថាអូជាការបំបត្តិទឹកចិត្តប៉ុន្តែរឿងខ្លះខ្មែរយើងត្រូវហ៊ាននិយាយនៅភាពប្រកបនិយមហ៊ានឃើញនៅភាពប្រកបនិយមមិនមែនជន់តែជាការស្រមើស្រមៃបន់ស្រន់បួងសួងទេបាទមិនអាចទៅរួចទេដូច្នេះរដ្ឋាភិបាលលំមដល់ពេលនៅក្នុងការបើកលំហសេរីភាពនយោបាយសេរីភាពបញ្ចេញមតិសេរីភាពសារព័ត៌មានហ្នឹងឲ្យបានទូលំទូលាយនៅក្នុងកលៈទេសៈដ៏សំខាន់បែបនេះនៅក្នុងកលៈទេសៈប្រឈមបែបនេះបាទមិនបើសិនជាលោកហ៊ុនសែនមិនធ្វើទេពលរដ្ឋខ្មែរគួរតែចំណាំគ្រួសារមួយនេះទុកខ្ញុំគិតថាសំខាន់បំផុតគឺពលរដ្ឋខ្មែរត្រូវចំណាំគ្រួសារមួយនេះទុកហើយកុំភ្លេចនឹងចាឈ្មោះគ្រូសាលហ៊ុនសែននៅក្នុងប្រវត្តិសាស្ត្រពីព្រោះគ្រូសាលហ៊ុនសែនបាននាំគ្រោះថ្នាក់ដល់ប្រទេសជាតិដល់ប្រជាពលរដ្ឋហើយលោកហ៊ុនសែនខ្វាយខ្វល់តែពីអំណាចដោយអត់ខ្វាយខ្វល់អំពីបញ្ហាទឹកដីខ្វាយខ្វល់ពីអាយុជីវិតប្រជាពលរដ្ឋទេដូច្នេះរឿងសំខាន់បំផុតបើទោះបីជាធ្វើអីមិនបានក៏ដោយពលរដ្ឋខ្មែរត្រូវតែចំណាំគ្រូសានេះទុកបាទចាអរគុណច្រើនលោកថាថៃចាដែលបានរាយការណ៍ផ្ទាល់ពីស្ថានភាពថ្ងៃទី19នៃសង្គ្រាមឈ្លានពានចូលទឹកដីខ្មែររបស់យោធាថៃនឹងវែកញែកតកតទៅនឹងសេរីភាពលំហសេរីភាពរបស់ពលរដ្ឋហើយនឹងចង់ឲ្យប្រជាពលរដ្ឋនេះត្រូវតែចងចាំទុកនៅរឿងរ៉ាវដែលខ្លួនរងគ្រោះចាអ្នកណាជាអ្នកដែលធ្វើឲ្យពួកគាត់រងគ្រោះពិតប្រាកដចាសូមអរគុណថៃហើយយើងនឹងជួបគ្នានៅថ្ងៃស្អែកទៀតចាជម្រាបលាត្រឹមប៉ុណ្ណេះចាបាទសូមអរគុណបាទចាលោកនាងជាទីមេត្រីចាការផ្សាយរបស់ទូរទស្សន៍អាស៊ីសេរីចានៅយុគនេះចាប់ត្រឹមតែប៉ុណ្ណេះចានេះខ្ញុំសុជីវីព្រមទាំងក្រុមការងារទាំងអស់របស់ទូរទស្សន៍អាស៊ីសេរីចាសូមអរគុណដល់លោកនាងដែលតែងតែតាមដានការផ្សាយរបស់យើងហើយក៏សូមជូនពរឲ្យលោកនាងជួបប្រទះតែនឹងសេចក្តីសុខសុភមង្គលហើយជៀសផុតនៅជំងឺទាំងឡាយចាសូមអរគុណនិងសូមជម្រាបលា